Hello សួស្តីអ្នកគ្នាត្រឡប់មកវិញហើយជាមួយនឹងសាច់យើងកម្ពុជាអ្នកប្រយុទ្ធនៅក្នុងពិភពវេទមន្តដែលត្រូវជារដូវកាលទី2ផងយើងដែលសេរីរឿងមួយនេះគឺផ្ដោតសំខាន់ទៅលើក្មេងប្រុសម្នាក់គេគឺជាក្មេងប្រុសតែម្នាក់គត់ដែលមិនអាចប្រើប្រាស់នៅធម្មពលវេទមន្តបានតែខ្លួនកើតមកនៅក្នុងពិភពវេទមន្តក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយគេគឺមាននៅចិត្តអំណត់អត់ធ្មត់នឹងពុះពីយ៉ាងខ្លាំងដើម្បីធ្វើឲ្យគ្រប់គ្នាទទួលស្គាល់នៅសមត្ថភាពរបស់ខ្លួនហើយអ្វីដែលសំខាន់នោះគេគឺបានបដិញ្ញាចិត្តហើយបើទោះបីជាផ្លូវដែលគេបានជ្រើសរើសនេះវាលំបាកយ៉ាងណាក៏ដោយក៏គេនឹងប្រឹងប្រែងឲ្យពីសមត្ថភាពតាមឲ្យទាន់នៅមនុស្សជាទីស្រឡាញ់របស់ខ្លួនហើយនឹងប្រើប្រាស់សមត្ថភាពមួយនេះការពារនាងរហូតដល់ដង្ហើមចុងក្រោយសាច់រឿងបានបន្តឡើងនៅក្នុងសាលាវេទមន្តកន្លងទៅអស់មួយរយៈក្រោយមកជាបានឃើញថាតួឯកប្រុសរបស់យើងដែលមានឈ្មោះថាវាលគេគឺពិតជាធ្វើបានល្អខ្លាំងមែនទែនដែលនេះបើទោះបីជាគេមិនចេះនៅការប្រើប្រាស់វេទមន្តក៏ពិតមែនក៏ប៉ុន្តែនៅរាល់មុខវិជ្ជាវេទមន្តដែលគេបានរៀនទាំងអស់គេគឺពិតជាបានស្វែងយល់ល្អខ្លាំងមែនទែនដែលនេះក៏ជាហេតុដែលធ្វើឲ្យលទ្ធផលប្រឡងរបស់គេគឺទទួលបានពិន្ទុពេញគ្រប់មុខវិជ្ជាមកដល់កន្លែងនេះយើងនឹងមកស្គាល់ឈ្មោះគ្រូនៅក្នុងសាលាវេទមន្តទាំងអស់គ្នាសាជាថ្មីដែលសារតែមានអ្នកខ្លះអាចភ្លេចអីចឹងទៅចំពោះអ្នកដែលយើងបានឃើញដំបូងគេនេះគឺមានឈ្មោះថាលោកគ្រូ Edward ទី2គឺជា Wagner ហើយនិងទី3គឺជាអ្នកគ្រូស្អាតដែលមានឈ្មោះថា Elisa ពួកគេគឺសុទ្ធតែអាចចាត់ទុកបានថាគឺជាគ្រូវេទមន្តដ៏កំពូលហើយប្រៀបបីដូចជា Professor អញ្ចឹងគឺជាសាស្ត្រាចារ្យនៅក្នុងសាលាវេទមន្តកន្លែងមកការក្រុមសិស្សនៅវិញពួកគេកំពុងតែបំពេញញឹកអំពីការសិក្សានៅវិជ្ជាវេទមន្តផ្សេងនៅក្នុងចំណោមសិស្សទាំងអស់នោះជាបានឃើញវត្តមានរបស់វាលដែលជាតួឯកប្រុសរបស់យើង Colette គឺជាក្រាស់របស់គេនឹងឯងហើយនឹងម្នាក់ទៀតគឺជា Rusty ដែលត្រូវជាមិត្តជិតស្និទ្ធរបស់គេនឹងឯងគណៈពេលកំពុងធ្វើការស្រាវជ្រាវក៏ដូចជារៀនសូត្រអំពីមុខវិជ្ជារបស់ខ្លួនបណ្ដាហ្នឹងពួកគេក៏បាននិយាយគ្នាអំពីសមត្ថភាពរបស់វាលផងដែរដែលកាលពីរដូវកាលទី1វាលគឺពិតជាខ្លាំងមែនទែនបានទប់ទល់ជាមួយនឹងបិសាចផ្សេងក៏ដូចជាអាចមានសមត្ថភាពទប់ទល់ជាមួយនឹងលោកគ្រូ Edward បានថែមទៀតផងដែលបែបនេះឯងគេប្រហែលជាមិនបាច់ជឿក្បាលនៅក្នុងការចេញទៅរកបន្ទុកបន្ថែមដើម្បីបញ្ចប់នៅឆ្នាំសិក្សារបស់គេនោះទេនិយាយទៅគេចង់មានន័យថាវាលហ្នឹងមិនចាំធ្វើស្អីទេដេកតែលេងហ្នឹងក៏ប្រឡងជាប់ដែរក៏ព្រោះតែបន្ទុកផនគេហ្នឹងគឺវាច្រើនស្រាប់ហើយនិយាយបដាក៏ឆ្លៀតធ្វើបាបវាលបដាតែបានធ្វើឲ្យ Colette ដែលជាក្រាស់របស់គេហ្នឹងគឺពិតជាប្រច័ណ្ឌខ្លាំងមែនទែនកន្លែងមកខាងសិស្សឆ្នាំរបស់យើងឯណាវិញដែលរួមមានដូចជា Sion ហើយនិង Julius ពួកគេគឺត្រូវបានកោះហៅដល់នាយកសាលាផ្ទាល់ដើម្បីទទួលរង្វាន់អំពីការប្រយុទ្ធក៏ដូចជាកម្ចាត់បិសាចនៅក្នុងដងចិនកាលពីអេពីសូតទី1ដែលរង្វាន់ដែលពួកគេទទួលបានចេញអំពីការប្រយុទ្ធជាមួយនឹងបិសាចនៅក្នុងដងចិនដ៏ជ្រៅហ្នឹងគឺជាឈើវេទមន្តមួយដែលជួយសម្រួលនៅក្នុងការប្រើប្រាស់វេទមន្តរបស់ពួកគេខណៈពេលទទួលរង្វាន់ហ្នឹងពួកគេឆ្លៀតដូចដងគ្នាទៀតថាម្នាក់គឺអន់ជាងម្នាក់អីចឹងទៅដល់ថ្នាក់ពួកគេហ្នឹងគឺសឹងតែវាយគ្នាទៅហើយក៏ប៉ុន្តែក៏មិនភ្លេចរំលឹកអំពីសមត្ថភាពរបស់វាដែរនេះកុំតែបានវាលទេនៅក្នុងរដូវកាលទី1កុំអីពួកគេប្រហែលជាត្រូវស្លាប់នៅក្នុងដងចិនមួយនោះបាត់ទៅហើយចឹងហើយនៅក្នុងរដូវកាលថ្មីនេះពួកគេហាក់ដូចជាបើកចិត្តទទួលស្គាល់អំពីសមត្ថភាពរបស់តួឯកប្រុសរបស់យើងហើយស្របពេលជាមួយនឹងគ្នាកន្លែងមកកាន់អ្នកទាំងពីរឯនេះវិញដែលរួមមានដូចជា Lihana ហើយនិង Wigner ពួកគេក៏កំពុងតែនិយាយអំពីភាពអស្ចារ្យរបស់វាលដែលបានបង្ហាញឲ្យពួកគេបានឃើញនៅការរដូវកាលទី1ផងដែរតួឯកប្រុសរបស់យើងគឺពិតជាមានភាពក្លាហានខ្លាំងណាស់នេះបើទោះបីជាគេដឹងថាខ្លួនមិនអាចទប់ទល់ជាមួយនឹងបិសាចដ៏ខ្លាំងមួយនោះបានក៏ដោយក៏គេនៅតែប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយដែលបែបនេះហើយនាងគឺយល់ឃើញថាប៉មវេទមន្តគួរណាស់តែផ្លាស់ប្ដូរទៅជាប៉មនៃភាពក្លាហានវិញទើបត្រឹមត្រូវនិយាយបានតែប៉ុណ្នេះ Wigner ក៏បានដើរចាក់ចេញទៅរួចក៏មិនភ្លេចប្រាប់ផងដែរថាឲ្យត្រៀមខ្លួននៅក្នុងការប្រឡង Final ឬមួយក៏បញ្ចប់ឆ្នាំសិក្សារបស់ពួកគេផងវាគឺខិតជិតមកដល់ហើយសាច់រឿងក៏បានកាត់មកដល់ពេលយប់ដែលយើងបានឃើញថាតួឯកប្រុសរបស់យើងគឺពិតជាព្យាយាមខ្លាំងមែនទែននៅក្នុងការរៀនសូត្រដើម្បីប្រឡងនៅឆ្នាំសិក្សាបញ្ចប់របស់គេព្រោះថាមិនnóiផងម៉េចបើធ្លាក់រាល់ឆ្នាំហើយនឹងតែជាប់មួយឆ្នាំផងចឹងហើយតនឆ្នាំហ្នឹងគេមានបន្ទុកច្រើនស្រាប់អត់អាចប្រហែលបាននោះទេជាមួយនឹងគ្នានោះអូន Colette ផងយើងក៏បានដើរមកដល់ទីនេះហើយនៅពេលដែលបានឃើញការតស៊ូផងវាលអត់ជប់ឈប់បែបនេះគឺកាន់តែធ្វើឲ្យនាងហ្នឹងលងតែកាន់វាលកាន់តែខ្លាំងទៀតហើយនិយាយទៅឃើញកូនប្រុសគេភ្លេចខ្លួនកំពុងតែដេកអត់បានទេឆ្លៀតរលួចទៅថើបកូនគេទៀតនេះកុំតែបាន Rusty ដែលត្រូវជាមិត្តភក្តិផងវាលមកតនេះកុំអីស្នាមថាប់ដបងផងវាលគឺត្រូវបានអូន Colette លួចបាត់ហើយ
ភ្លាមអង្គខលឡាត់បានយើងក៏ព្យាយាមបាត់ដែរសែតថាអ្នកបានធ្វើអីទេអ្នកបានធ្វើអីទេកុំយល់ច្រឡំអីក៏ប៉ុន្តែក៏ត្រូវបានរ៉ូស្ទីនឹងគឺដឹងដែរបើមិនចង់បោកគេទេគេដឹងឯងថាកញ្ញាឯងចង់ថើបមិត្តភក្តិបានគេហ្នឹងឯងមើលធ្វើរលែអីណាឃើញចឹងដែរអូនខលឡាត់ក៏បានកែប្រែស្ថានភាពដែលបាននិយាយអំពីរឿងរបស់វាថានាងគឺពិតជានៅតែកាន់គេខ្លាំងមែនតើគេគឺបានព្យាយាមគ្រប់សពបែបយ៉ាងទាំងការប្រយុទ្ធជាមួយនឹងបិសាចការការពារពួកគេនិងធ្វើគ្រប់សពបែបយ៉ាងដើម្បីតែទទួលបានពិន្ទុឡើងទៅកាន់ប៉មខាងលើរឿងទាំងអស់នេះគឺគ្រាន់តែគេចង់ជួបជាមួយនឹងមនុស្សស្រីម្នាក់ដែលជា Magic Wonder ស្ថិតនៅប៉មខាងលើមនុស្សតែប៉ុណ្ណោះស្របពេលជាមួយនឹងគ្នានោះនាងមិនបានធ្វើអ្វីទាំងអស់ក្រៅពីរងចាំគេនៅលើប៉មមួយនោះវាហាក់ដូចជាយុទ្ធធម៌សម្រាប់គេខ្លាំងពេកហើយលើបែបនេះ Rusty ក៏យល់ស្របជាមួយនឹងអ្វីដែល Colette បាននិយាយដូចគ្នាវាមើលទៅហាក់ដូចជាយុទ្ធធម៌សម្រាប់តួឯករបស់យើងខ្លាំងណាស់មិនគួរណាគេលះបង់គ្រប់សពបែបយ៉ាងដើម្បីតែមនុស្សស្រីម្នាក់ដែលមិនបានធ្វើអ្វីសម្រាប់គេទាល់តែសោះក្រៅពីសម្លឹងមើលឬគេតស៊ូយ៉ាងវេទនាពីចម្ងាយកលេចមកកាន់ប៉មខាងលើឯនេះវិញជាបានឃើញវត្តមានរបស់ Aphria ដែលត្រូវជាមនុស្សស្រីតែម្នាក់គត់ដែលវាគេហ៊ានលះបង់គ្រប់សពបែបយ៉ាងដើម្បីតែបានជួបនាងជាមួយនឹងគ្នានោះក៏លេចឡើងនៅវត្តមានរបស់ Magic Wonder ពីរអ្នកផ្សេងទៀតផងដែរដែលពួកគេរួមមានដូចជា Elena គឺជាពូជសាអល់មានសមត្ថភាពនៅក្នុងការប្រើប្រាស់នៅវេទមន្តខ្យល់ឬមួយក៏ការបំភាន់និងម្នាក់ទៀតគឺមានឈ្មោះថា CO គឺជាមេក្រុមនៃ Magic Wonder ទាំងមូលដែលគេគឺមានសមត្ថភាពនៅក្នុងការប្រើប្រាស់រន្ទះសាច់រឿងក៏បានកម្មមកដល់ថ្ងៃស្អែកដែលជាថ្ងៃដែលសិស្សគ្រប់រូបត្រូវប្រឡងបញ្ចប់ឆ្នាំសិក្សារបស់គេជាមួយនឹងគ្នានោះជាបានឃើញវត្តមានរបស់លោកគ្រូ Edward ដែលគាត់គឺត្រូវជាគ្រូប្រចាំថ្នាក់របស់ពួកគេនៅថ្ងៃនេះនឹងឯងជាមួយនឹងគ្នានោះគាត់ក៏បាននិយាយប្រាប់ទៅកាន់សិស្សទាំងអស់គ្នាថានៅក្នុងការប្រឡងលើកនេះគាត់គឺមានតែមួយសំណួរប៉ុណ្ណោះប្រសិនបើសិស្សអ្នកម្នាក់អាចឆ្លើយនៅសំណួររបស់គាត់មួយនេះបានពួកគេគឺនឹងទទួលបាននៅពិន្ទុ6ពេញតែម្ដងនិយាយរួចគាត់ក៏បានប្រើប្រាស់នៅវេទមន្តប្រកបនៅសញ្ញាកិច្ចការទៅកាន់សិស្សម្នាក់រួចក៏បានស្រែកឡើងថាចាប់ផ្ដើមកលេចមកមើលសិស្សរបស់យើងនៅវិញនិយាយទៅគឺថាសំណួរនឹងស្រួលខ្លាំងមែនតើដែលគាត់បានសួរថាអ្វីទៅគឺជាវេទមន្ត What is magic ក៏ប៉ុន្តែសំណួរដែលខ្លីស្រួលវាមិនដូចជាអ្វីដែលពួកគេបានគិតនោះទេមកម្នាក់គឺស្លន់ហើយមិនដឹងថាគួរតែឆ្លើយនៅសំណួរមួយនេះដល់របៀបណានោះទេនេះប្រសិនបើពួកគេឆ្លើយខុសតែបន្តិចការប្រឡងរបស់ពួកគេនឹងចាត់ទុកថាអាសាបងជាស្ថាពរគឺមានន័យថាធ្លាក់នឹងឯងក្នុងចិត្តម្នាក់វិញគិតអស់ហើយចុយម៉ែអញមួយថ្ងៃរៀនតែការប្រើប្រាស់វេទមន្តគ្មានបានទៅរៀនដឹងថាអានឹងជាស្អីឲ្យប្រកាសផងដឹងតែប្រើដល់ពេលគ្រូឲ្យមកឆ្លើយសំណួរសួរថាអានឹងស្អីអញ្ចឹងអើយកាំងមកជាពិសេសមើលទៅកាន់មុខផាន់ទួយផផាន់យើងស្លេកស្លន់អស់ហ្មងចំញាខំមានដែរជប់អស់មិនចេះតិចម៉ែមើលគ្រូសួរសំណួរអត់មានកត់ក្នុងសភៅអត់ដែររៀនអត់ដែរជួបប្រទះផងនឹងឆ្លើយមិនទេក៏ប៉ុន្តែយ៉ាងណាក៏ដោយគាត់ត្រូវតែធ្វើឲ្យបានត្រូវតែឆ្លើយសំណួរមួយនេះបានដើម្បីមានសមត្ថភាពឡើងទៅកាន់ប៉មខាងលើជួបជាមួយនឹង Averia រួចពីនោះមកជាងក៏បានឃើញថាលោកគ្រូ Wagner គឺពិតជាខឹងទៅកាន់ Edward ខ្លាំងមែនទែនដែលគាត់បានសួរទៅកាន់ Wagner ថានេះហេតុអីបានជាគេដាក់សំណួរមួយនេះសំណួរមកកណោហេតុអីបានជាជ្រើសរើសនៅសំណួរដែលមិនដឹងថាឆ្លើយបែបណាទៅវិញនេះតែគេចង់ឲ្យសិស្សទាំងអស់គ្នាហ្នឹងប្រឡងធ្លាក់មែនជាពិសេសគឺជា Will គេមិនទាំងចេះប្រើប្រាស់នៅវេទមន្តផងតែធ្វើដំណេកទៅគេអាចឆ្លើយនៅសំណួរមួយនេះបានភ្លាម Edward ក៏បានច្រាំងគេចេញរួចក៏បានស្រែកប្រាប់ទៅកាន់គេឲ្យបានដឹងថានេះគឺជាការប្រឡងមិនមែនជាការយកយល់អ្វីនោះទេវាគឺត្រូវពឹងផ្អែកទៅលើសមត្ថភាពរបស់ពួកគេរៀងៗខ្លួនហើយប្រសិនបើកូនសិស្សសំណប់ចិត្តរបស់ឯង Will គេចង់ឡើងទៅកាន់ប៉មខាងលើនោះគឺត្រូវតែយល់ច្បាស់អំពីអ្វីទៅដែលហៅថាវេទមន្តនេះគឺជាសាលាវេទមន្តបើទោះបីជាគេមិនមានសមត្ថភាពនៅក្នុងការប្រើប្រាស់វេទមន្តបានក៏ពិតមែនក៏ប៉ុន្តែក៏ត្រូវតែមានទេពកោសល្យដូចគ្នាប្រសិនបើសំណួរប៉ុណ្នេះគេមិនអាចឆ្លើយបាននោះទេចឹងហើយគឺអាចសរបញ្ជាក់បានហើយថាគេគឺគ្មានសមត្ថភាពឡើងទៅកាន់ប៉មខាងលើនោះឡើយរួចពីនោះការប្រឡងក៏ត្រូវបានបញ្ចប់ជាស្ថាពរខាងសាលាក៏បានប្រកាស Will ទទួលបានពិន្ទុសរុប7199ពិន្ទុធ្លាក់បរាជ័យនៅក្នុងការឡើងទៅកាន់ប៉មខាងលើរឿងមួយនេះគឺបច្ចុប្បន្នធ្វើឲ្យគេខូចចិត្តខ្លាំងមែនទែនគេគឺបានស្ដីបន្ទោសទៅកាន់ខ្លួនឯងក៏ព្រោះតែខ្លួនឯងគឺមិនមានសមត្ថភាពគ្រប់គ្រាន់វាគឺសល់តែបន្តិចប៉ុណ្ណោះគេនឹងអាចជួបនាងបានទៅហើយតែបានឃើញបែបនេះមករបស់គេ Rosie ក៏បានចង់មលុំលងគេថាកុំឲ្យពិបាកចិត្តអីគេគឺបានខិតខំអស់ពីសមត្ថភាពហើយខ្ញុំគឺយល់អំពីអារម្មណ៍របស់ឯងនៅពេលនេះក៏ប៉ុន្តែសូមឯងកុំបន្ទោសខ្លួនឯងអីវាមិនមែនជាកំហុសរបស់ឯងនោះទេ Willជាមួយនឹងគ្នានោះជាបានឃើញថាមិត្តភ័ក្តិរបស់គេប្រមាណអ្នកទៀតក៏កំពុងតែស្វែងរកវត្តមានរបស់វាដូចគ្នាដែលពួកគេគឺបានរកសពគ្រប់ទីកន្លែងហើយក៏ប៉ុន្តែនៅតែមិនឃើញវត្តមានរបស់គេទៀត
គណៈពេលកំពុងឆ្ងល់ថាតើវាគេសង្ងំលាក់ខ្លួននៅទីណាហ្នឹងក៏ស្រាប់តែវត្តមានរបស់បារោះសង្ហារបស់យើងក៏បានបង្ហាញខ្លួនចេញមកដែលគេគឺជា Julius នៅពេលមកដល់ភ្លាមគេក៏បាននិយាយដូចដល់ទៅកាន់អ្នកទាំងអស់គ្នាថាមិនចាំបាច់ស្វែងរកវត្តមានរបស់បារោះដែលគ្មានបានការនោះទេគេមិនថែមទាំងអាចប្រើប្រាស់វេទមន្តបានផងហ្នឹងចឹងហើយវាសមហើយដែលគេប្រឡងធ្លាក់នោះលឿនចឹងគ្នារបស់វាក៏បានស្រ័យប្រាប់ទៅកាន់គេថាបិទមាត់របស់ឲ្យភ្លាមទៅបើមិនចង់ត្រូវទៅនោះឆាប់ចេញពីទីនេះភ្លាមក៏ប៉ុន្តែក៏ត្រូវបានគេទះចេញនិងប្រកាន់នៃចំហរបស់ខ្លួនយ៉ាងខ្លាំងថាអ្វីដែលគេបាននិយាយទាំងអស់នេះគឺសិតតែត្រឹមត្រូវ Magic គឺជាអ្វីៗគ្រប់សពបែបយ៉ាងនៅលើពិភពលោកមួយនេះពិភពលោកមួយនេះគឺជាពិភពលោករបស់អ្នកប្រើប្រាស់វេទមន្តវាគ្មានសិស្សសល់កន្លែងនោះទេសម្រាប់អ្នកដែលមិនអាចប្រើប្រាស់នៅវេទមន្តបានដូចជាគេនោះគណៈពេលស្ថានភាពកំពុងតែវឹកវរនោះលោកគ្រូវឹកណាក៏បានដើរមកដល់ទីនេះឬក៏បានសួរនាំអ្នកទាំងអស់គ្នាអំពីវត្តមានរបស់វាលហើយនៅពេលដែលបានឃើញថាអ្នកគ្រប់គ្នាបារម្ភអំពីវាលបែបនេះក៏បាននិយាយឲ្យអ្នកទាំងអស់គ្នាស្ងប់ចិត្តកុំបារម្ភអំពីគេអីគាត់គឺដឹងច្បាស់ណាស់ថាវាលគេនឹងមិនអីនោះទេទុកពេលឲ្យគេនៅឲ្យស្ងប់ម្នាក់ឯងចុះរួចមកគាត់ក៏បានប្រាប់ឲ្យពួកគេចែកផ្លូវគ្នាដើម្បីចូលរួមកម្មវិធីបនសាលារបស់ពួកគេដែលថ្ងៃនេះដែរគឺត្រូវជាថ្ងៃប្រពៃនៅពិធី Festival ឬមួយក៏ដូចជាពិធីចូលឆ្នាំរបស់ខ្មែរយើងនឹងឯងដែលសាលារបស់ពួកគេគឺបានរៀបចំធំធេងខ្លាំងមែនទែនមានទាំងការលក់ចំណីអាហាររបស់របរ accessory ផ្សេងៗក៏ដូចជាការសម្ដែងនៅ show វេទមន្តជាមួយនឹងគ្នានោះកន្លែងមកកាន់ម្ខាងទៀតជាងក៏បានឃើញនៅសិស្សមួយក្រុមដែលពួកគេហាក់ដូចជាមានផានការសម្ងាត់មួយដែលនៅរីម្នាក់ក៏បាននិយាយយ៉ាងបានដឹងដែលថានាងគឺបានដឹងយ៉ាងច្បាស់ថានៅរៀងរាល់មួយឆ្នាំម្ដងស្លាគឺតែងតែត្រៀមខ្លួននៅក្នុងការរៀបចំនៅរបាំងការពារថ្មីដែលជាហេតុដែលធ្វើឲ្យរបាំងការពារចាស់ត្រូវបានបំផ្លាញវាក៏ជាឱកាសមួយដែលធ្វើឲ្យមនុស្សអាក្រក់បង្កភាពវឹកវរមកក្នុងសាលាមុនីបាននេះគេក៏បានប្រាប់ឲ្យយើងបានដឹងផងដែរថាមនុស្សស្រីម្នាក់ដែលយើងបានឃើញមុននេះនឹងគឺជា The Watcher ឬមួយក៏អ្នកមើលខាងខុសត្រូវនៅក្នុងសាលាមួយនេះដែលឈ្មោះរបស់នាងគឺជា Iris រួមជាមួយនឹងជំនួយការរបស់នាងពីរអ្នកផ្សេងទៀតដែលម្នាក់គឺមានឈ្មោះថា Roach និងម្នាក់ទៀតគេមិនបានប្រាប់ឈ្មោះយើងបានដឹងនោះទេប្រហែលជាមិនសូវសំខាន់ណាស់មើលទៅនិយាយមិនទាន់ចាប់ស្រួលផងនោះដូចជាការកើតរបស់ពួកយើងមែនគណៈពេលដែលពួកគេបំបីឈឿចាស់ត្រៀមនឹងបង្កើតឈឿថ្មីក៏ស្រាប់តែមាននៅបិសាចមិនស្គាល់អត្តសញ្ញាណមួយក៏បានវាយប្រហារចូលមកកាន់សាលារៀនរបស់ពួកគេជាមួយនឹងគ្នានោះក៏មាននៅវេទមន្តអាចកំបាំងមួយក៏ចាប់ផ្ដើមនិយាយមកកាន់ពួកគេសួស្តីឆ្នាំថ្មីខ្ញុំមានកាដូមួយចំនួនចង់ប្រគល់ទៅឲ្យពួកឯងរួចក៏ចាប់ផ្ដើមបើក teleport បញ្ជូននៅបរិស័ទច្រើនខ្លាំងមែនទែនចូលមកធ្វើការវិលលោកទៅកាន់សាលារៀនទាំងមូលរួចមកគេក៏បានបង្ហាញនៅអត្តសញ្ញាណរបស់បារោះពីរនាក់ដែលជាមេខ្លោងនៃរឿងរ៉ាវទាំងអស់នេះដែលពួកគេសុទ្ធសឹងតែជាអ្នកដែលប្រើប្រាស់នៅវេទមន្តបិសាចឬមួយក៏អាចនិយាយបានថាជាអ្នកប្រើប្រាស់វេទមន្តដូចគ្នាគ្រាន់តែដើរផ្លូវខុសអីចឹងទៅហ្នឹងហើយអេពីសូត1ត្រូវបានបញ្ចប់ត្រឹមនេះចឹងមិនចង់នឹងថាអេពីសូតក្រោយពួកគេត្រង់ឆ្លងកាត់ជាមួយនឹងរឿងរ៉ាវអីខ្លះត្រូវជួបប្រទះជាមួយនឹងបិសាចអីខ្លះហ្នឹងមានតែតម្រូវអ្នកគ្នារងចាំខ្ញុំសម្រាប់អេពីសូត2ឲ្យមើលទៀតហើយនិយាយទៅគឺពិតជាសុំទោសខ្លាំងមែនទែនដោយសារតែចេញរឿងដែរចប់ហើយមួយរយៈហ្នឹងហើយបើថាចេញចប់វិញរាប់ខែរាប់ឆ្នាំមកបានចេញចប់មួយរឿងគិតសប្ទៅអានេះអ្នកគ្នាខ្លាំងមែនទែនធ្វើជា fan ខ្ញុំរៀងវេទនាខ្លាំងតិចនិយាយទៅបើថាគេអ្នកផ្សេងសម្រាយរឿងអីគេចេញចប់អីធម្មតាណាខ្ញុំវិញចប់ហ្មងអត់ជល់ទេថ្ងៃអើយមានធ្វើស្អីទេអា level គាត់ជាលេះនិយាយទៅគឺខ្ជិលយកមកតែអីខ្ញុំសុំទោសអ្នកគ្នាម្ដងទៀតហើយបើថាចង់ deal ខ្ញុំចង់ចេញខ្ញុំអីដាក់មកអស់ដៃមក comment ក្រោមហ្នឹងនិយាយទៅលៀងខ្លះមកបើថាអត់ទេគឺខ្ញុំនៅតែខ្ជិលចឹងធ្វើមិនក៏ដោយ deal ឲ្យកប់បើថាតែកុំនេះពេកចាខ្ញុំចុកឈាមពេកដេកឈឺនៅពេទ្យមួយអាទិត្យអីមកបានសម្រាយរឿងអីចប់មកហ្នឹងហើយសាច់រឿងបន្តពីភាគមុននៅពេលដែលបិសាចចូលរុករានមកកាន់សាលារបស់ពួកគេខណៈពេលហ្នឹងតួឯកប្រុសរបស់យើងក៏ចាប់អារម្មណ៍ដឹងភ្លាមថាវេទមន្តមួយនេះហាក់ដូចជាវេទមន្តដែលគេបានជួបប្រទះកាលពីចូលទៅក្នុងដងចិនជាន់ទី11ចំហើមមួយនេះគេច្បាស់ណាស់ថាវាគឺជាប្រភពវេទមន្តតែមួយកន្លែងមកមើលស្ថានភាពនៅក្នុងសាលាវេទមន្តនៅវិញឥឡូវហ្នឹងកំពុងតែមានភាពវឹកវរខ្លាំងមែនទែនមនុស្សម្នាកំពុងតែរត់ឆ្លេឆ្លាគ្រូវេទមន្តផ្សេងៗក៏ព្យាយាមជំនះនៅមនុស្សដែលអត់ដឹងអីចាក់ចែកពីទីនេះជាបន្តទៅតាមអ្វីដែលពួកគេអាចធ្វើទៅបាន
ជាមួយនឹងគ្នានោះអ្នកគ្រូស្អាតក៏ចាប់ផ្ដើមប្រើប្រាស់នៅវេទមន្តរបស់ខ្លួនបញ្ជូននឹងកងទ័ពថ្មរបស់ខ្លួនមកធ្វើការទប់ទល់ជាមួយនឹងបិសាចទាំងអស់នេះដូចគ្នាក៏ប៉ុន្តែមើលទៅមិនមែនជាដៃគូរបស់បិសាចទាំងអស់នេះនោះទេមនុស្សយន្តដែលបានបញ្ជូនមកតែប៉ុន្មានគឺត្រូវបិសាចទាំងអស់នេះចាត់ការខ្ទេចគ្មានសល់ឃើញអញ្ចឹងគ្រូវេទមន្តការពារក្រុងដែលដឹកនាំដោយមេតប Roach ក៏បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនប្រមូលផ្ដុំនៅធម្មពលតែមួយឬក៏បោកការវាយប្រហារទៅកាន់បិសាចមួយនោះរួមគ្នាហើយដែលឃើញថានៅតែមិនទាន់គ្រប់គ្រាន់គេក៏បានបញ្ចេញនូវ skill របស់ខ្លួនមួយផ្សេងទៀតបើការវាយប្រហារទៅកាន់មេបិសាចរបស់វាតែម្ដងជាមួយនឹងគ្នានោះដែលគិតថាអ្វីៗត្រូវបានបញ្ចប់ហើយហ្នឹងគេក៏បានបោះបង់ការប្រុងប្រយ័ត្នដែលបានធ្វើឲ្យបិសាចមនុស្សលែកខ្លួនឡើងអាសាជាថ្មីក៏បានបើកការវាយប្រហារពេញមួយទំហឹងទៅកាន់គេតែម្ដងដែលមួយដែរនេះដែរក៏បានធ្វើឲ្យគេក្អួតឈាមយ៉ាងខ្លាំងនិងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងជាមួយនឹងគ្នានោះអ្នកគ្រូរបស់យើងក៏បានដឹងថាធម្មពលវេទមន្តគឺមិនអាចធ្វើអ្វីទៅកាន់បិសាចទាំងអស់នេះបាននោះទេហើយគាត់ថែមទាំងបានដឹងទៀតថាបិសាចទាំងអស់នេះគឺប្រើប្រាស់នៅធម្មពលដែររួមបញ្ចូលជាមួយនឹងវេទមន្តចឹងហើយប្រកាសជាមានមនុស្សបញ្ជាវាពីក្រោយខ្នងជាមិនខានជាមួយនឹងគ្នានោះនាយកសាលាក៏បានដឹងអំពីរឿងមួយនេះដូចគ្នាគាត់ក៏បានដឹងយ៉ាងច្បាស់ថាដែររបស់ពួកបិសាចដែលបានប្រើនេះគឺវាពាក់ព័ន្ធជាមួយនឹងប្រភពដែរនៃដាវវេទមន្តដែលប្រើប្រាស់ដោយអ្នកដែលប្រើប្រាស់នៅវេទមន្តខ្មៅចឹងហើយគាត់គឺបានដឹងយ៉ាងច្បាស់ថាកូនសិស្សរបស់គាត់គឺមិនមានសមត្ថភាពអ្វីទប់ទល់ជាមួយនឹងបិសាចទាំងអស់នេះនោះទេប្រសិនបើត្រូវវាកាប់ចំនោះពួកគេប្រកាសជាត្រូវស្លាប់ជាមិនខានចឹងហើយគាត់ក៏បានប្រាប់ឲ្យទាំងអស់គ្នាពង្រឹងនៅការការពារប៉មនៃប៉មវេទមន្តរបស់ពួកគេជៀសវាងការប្រយុទ្ធដោយផ្ទាល់ជាមួយនឹងបិសាចទាំងអស់នោះជាមួយនឹងគ្នានោះក្រុម Magic Wonder របស់យើងទាំងអស់ក៏បានដឹងអំពីរឿងមួយនេះដូចគ្នាក៏ប៉ុន្តែពួកគេមិនអាចជួយអ្វីបាននោះទេទូនទីរបស់ពួកគេគឺជាការការពារប៉មនៃប៉មខាងលើប្រសិនបើពួកគេចាក់ចេញពីប៉មមួយនេះបិសាចអាចនឹងឆ្លៀតរកាវាកំទេចប៉មរបស់ពួកគេបានរឿងទាំងអស់នេះគ្រូវេទមន្តខ្មែរទាំងពីរនាក់ក៏បានដឹងដូចគ្នាចឹងហើយពួកគេកាន់តែសម្បំដៃទៀតហើយដើម្បីធ្វើបាបមនុស្សដែលនៅខាងក្រោមគណៈពេលស្ថានភាពកំពុងតែវឹកវរខ្លាំងវារបស់យើងក៏បានបង្ហាញខ្លួនចេញមកដោយប្រើប្រាស់នៅដារបស់ខ្លួនកាត់ទៅកាន់បិសាចមួយនោះឲ្យដៃចេញពីគ្នានិងបានជួយសង្គ្រោះក្មេងស្រីតូចទាំងពីរនាក់បន្ទាប់មកគេក៏ព្យាយាមប្រើប្រាស់នៅសមត្ថភាពរបស់ខ្លួនតាមតែអាចធ្វើទៅបានជួយជំនះប្រជាជននៅក្នុងតំបន់មួយនេះចាក់ចេញពីទីនេះក៏ប៉ុន្តែរឿងមួយនេះក៏ត្រូវបានសង្កេតការណ៍ដោយគ្រូវេទមន្តខ្មែរដូចគ្នាគេគឺពិតជាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់វាខ្លាំងមែនទែននេះគេមិននឹកស្មានសោះថាអ្នកដែលនៅខាងក្រោមមានសមត្ថភាពអាចទប់ទល់ក៏ដូចជាចាត់ការជាមួយនឹងបិសាចរបស់គេដែលបានបញ្ជូនមកនេះបានជាមួយនឹងគ្នានោះមិត្តសម្លាញ់របស់គេ Rusty ក៏ព្យាយាមរត់សម្ដៅមកកាន់គេពីចម្ងាយដែលបានស្រែកប្រាប់ Will ថាគេគឺមាននៅវិធីសាស្ត្រមួយដែលជួយពង្រឹងសមត្ថភាពរបស់ Will ឲ្យកាន់តែខ្លាំងក្លាជាងមុនដែលវាគឺជាការរួមបញ្ចូលធម្មពលវេទមន្តរបស់គេជាមួយនឹងអាវុធដែល Will កំពុងតែប្រើប្រាស់នឹងឯងធ្វើបែបនេះវានឹងជួយបង្កើនសមត្ថភាពរបស់គេឲ្យខ្លាំងជាងមុនទ្វេដងមិនតែប៉ុណ្ណោះរឿងមួយនេះក៏បានដឹងឮទៅដល់ The Watcher ក៏បានប្រកាសនៅរឿងមួយនេះប្រាប់ទៅកាន់អ្នកដទៃទៀតដែលបានដឹងដែលបានប្រាប់ឲ្យគ្រូវេទមន្តទាំងអស់ទៅសុំជំនួយចេញអំពីជាងដែកដែលពួកគេគឺមាននៅកម្លាំងខ្លាំងហើយក៏ជាអ្នកដែលប្រើប្រាស់នៅអាវុធបានស្ទាត់ជំនាញដូចគ្នាចឹងហើយនៅពេលនេះចង់មិនចង់គ្រូវេទមន្តទាំងអស់ត្រូវតែសហការគ្នាជាមួយនឹងអ្នកប្រើប្រាស់ដែរទើបពួកគេអាចស្រោចស្រង់នៅស្ថានភាពមួយនេះបានជាមួយនឹងគ្នានោះក្រុមរបស់វានៅផ្នែកម្ខាងទៀតក៏ព្យាយាមទប់ទល់ជាមួយនឹងពពួកបិសាចទាំងអស់នេះដូចគ្នាដែលពួកគេបានបញ្ចេញនូវសមត្ថភាពរបស់ពួកគេរៀងៗខ្លួនចេញមកទាំងអស់ហើយដើម្បីយកមកទប់ទល់ជាមួយនឹងបិសាចទាំងអស់នេះមិនថាទាំងកម្លាំងកាយកម្លាំងចិត្តក៏ដូចជាកម្លាំងរົບរោមសាមគ្គីនោះទេគឺថាចេញមកគ្មានសល់សូម្បីតែបន្តិចហើយដោយសារតែមានចំនួនអំពី Colette នៅចុងក្រោយពួកគេក៏បានប្រើប្រាស់នៅល្បិចមួយដែលបានទាញយកនៅរូបចម្លាក់ដ៏ធំមួយសង្កត់ទៅកាន់បិសាចទាំងអស់នោះឲ្យស្លាប់ខ្ទេចគ្មានសល់និយាយទៅកន្លែងហ្នឹងបើសិនបើពួកគេប្រើប្រាស់នៅធម្មពលវេទមន្តរបស់ពួកគេបាញ់ដល់រិចទៅកាន់បិសាចទាំងអស់ហ្នឹងគឺវាអត់មានបានផលអីទេក៏ប៉ុន្តែផ្ទុយទៅវិញធម្មពលរបស់ Colette គឺខុសប្លែកពីគេដែលនាងគឺអាចបញ្ជាទៅកាន់ដីបានចឹងហើយដីគឺជាកម្លាំងកាលណាដែលមាននៅកម្លាំងខ្លាំងគឺអាចសម្លាប់ទៅកាន់បិសាចមួយនឹងបានហើយឃើញបែបនេះអ្នកគ្រូសាស្ត្រក៏បានប្រកាសប្រាប់ឲ្យអ្នកទាំងអស់គ្នាបានដឹងពេលនេះគឺផ្លាស់ប្ដូរស្ថានភាពគាត់គឺចង់ឲ្យអ្នកប្រើប្រាស់នៅធម្មពលដីធ្វើជាមេដឹកនាំក្រុមរបស់ពួកគេគ្រូវេទមន្តដីគឺជាចំនួនដ៏ធំនៅក្នុងរឿងមួយនេះចឹងហើយមិនអាចខ្វះបាននោះទេនិយាយរួចអ្នកគ្រប់គ្នាក៏បានប្រមូលផ្ដុំសាមគ្គីគ្នាធ្វើការប្រយុទ្ធប្រឆាំងដើម្បីការពារទឹកដីរបស់ខ្លួនជាមួយនឹងគ្នានោះគ្រូវេទមន្តខ្មែរទាំងពីរនាក់ក៏បានដឹងដូចគ្នាថាផែនការរបស់ខ្លួនប្រហែលជាត្រូវបានបំផ្លាញដោយសារតែមនុស្សទាំងអស់នេះជាពិសេសគឺជាក្មេងប្រុសម្នាក់ដែលមានឈ្មោះថាវាលនោះតែម្ដងគេគឺពិតជាមានសមត្ថភាពខ្លាំងណាស់នៅក្នុងការប្រើប្រាស់ដែរក៏ដូចជាកម្លាំងរបស់គេដូចនេះត្រូវតែកម្ចាត់គេជាមុនសិននិយាយរួចគេក៏បានប្រើប្រាស់វេទមន្តរបស់ខ្លួនបើក portal មួយដើម្បីបញ្ជូននៅបិសាចមួយផ្សេងទៀតចូលមកកាន់ទីនេះដើម្បីឲ្យវាមកចាត់ការទៅកាន់តួឯកប្រុសរបស់យើងនៅពេលមកដល់ភ្លាមវាក៏បានធ្វើការលុក target ទៅកាន់វាលនិងចាប់ផ្ដើមវាយប្រហារទៅកាន់គេយកតែម្ដងមួយជើងនេះដែរក៏បានធ្វើឲ្យគេខ្ទាតទៅយ៉ាងឆ្ងាយដែលបានបង្ហាញអំពីកម្លាំងដ៏អស្ចារ្យរបស់បិសាចមួយនេះដូចគ្នា
Xây rương các bạn ca tập này mà khang thiệt để những mang khơi cho mùi nâng tu ông thay mùi xanh tiệt ấy cầm lăng nâng ca vi bật hai rồi bỏ kế cứ mình tranh tu ai bật rồi bỏ dư phần màn nô tê để cái ban chặt ca tại càng crew với tụi muốn tham xem ở đây riêng tên nâng đấy tại miền xa sông bay mà nè rồi các bạn cầm riêng xua tại càng crew với tụi mình mùi hai trăm phút bởi sát để ban mình chun mau theo phần màn ấy cứ chỉ xin đây rồi bỏ ai men tê ấy cứ chỉ mình đầu ta mà nè để ban bằng can vi lang men rồi có chọc này dây phim chứ cứ chẳng đăng ở rừng crop sau bài giang phim lúc cái các bạn tao mà vinh thạc biếtประโยชน์ดูตีไอ้คือเกิดคอให้ตัวนาตีระบายยังคือกรอนแต่เตะตีชนะบารามระบายไอ้โจมาการตีนี้ปนนอไอ้ไตรบานโบยังเบาบันชาวไรเพลมนู้cái các bạn đăng phim thảพันการวันนี้คือไตรบานเรียบจอมยังละออจ่อวิก็จะพันการแต่เตะตีเก๋โจมาการตีนี้ตายปนนอจังไงเรื่องนั้นไปกล่าวนี้คือเปิดชิมันโตนูเต้ก็เลยมาการตัวไประบายยังวันอะไรนั้นcáiกำปองได้ประชมมกเนี้ยจมูกหนึ่งใบไส้ดอกคลางคลางมวยดูเมื่อแต่กำลังระบายเก๋คือมันแมนจะได้กูระบายเวียนูเต้การประโยชน์มวยนี้กับบ้านดังลือได้เนี่ยครูไว้จมูกหนึ่งขังเลยพองได้กอดกับบ้านดังโดยเนี้ยท่านี้คือเจ็บใบไส้ดีวันเดอร์คือเจ็บใบไส้หน่ะรู้ได้เสนอขนมจอนตีไส้ซับแอนนอบัดท้ามาไว้ได้กอดดังใบไส้มวยนี้คือตระบ้านสำหรับดอกสนาได้ระบายไม่ฉีดวันเดอร์แต่งพรามหายตาหากได้บ้านจีเวียนตีนี้เตี้ยชิมวนในครั้งนู้ครูไว้แต่หมดใบไซกับบ้านใหญ่โดยขี้เนี่ยถ้าใบไซมวนนี้ก็มันเงยสโลตบต้นปันมาดูเต้วิยคือใบบาครั้งหน้าต่อมร้อนแต่อาจับเวียต่างรั้วนั่งบรรจุมาการตีนีบ้านจังไงขมายมันแน่นู้ประกาศจิตสลับขณะเป็นสถานการณ์กำปงแต่ทุนทัวครั้งก็สลับแต่ไม่ช่วยได้กับบ้านโจมาช่วยเก้หนังบ้านสู้แต่การเวียลทาเวียลแต่ไอ้มันไอเต้มันเต้น่าให้เนยเสียมจ่อใบไซมวนนี้ตัวไอ้ปุยยืนชนะจัดการในยัยรุ่ยก็กับบ้านอากรมระบายก่อนต่างเพื่อการลองปอดแต่การใบไซมูนีเตรียมคล้วนในขนมกาวีประแห่ขณะไปกระทาโปเกชนะการประกวดเรื่องกรบย่างเตรียมมาดอสไตรเดอร์สตรูแต่หายนู้ก็สราบแต่เพลียมดูครูไว้แต่หมดใบไซระบายยังกับบ้านในยัยล่างท้าวิมันตอนเหมือนจับในลายนูเต้วิเติบแต่จับดามปันนอเพลียมใกล้กับบ้านมันเชียร์วิบางการในสมัยเพียบประบาคล้วนให้ในสำหรับมนุษย์ต่างอันในเจ้าหรือแบบนี้ใบไซมูนูกับบ้านมันเชียร์ในทบไว้แต่หมดระบาคล้วนใจมอกเพื่อการสรุปย่อในประพบทางอัปเปอร์ระบายใบไซแต่บ้านสลับมันนี้ย่อมาบางการในสมัยเพียบระบาคล้วนเขินจังพวกแกดังเพลียมถ้าสถานการณ์มันสรุปได้ชาวบัญชบเวียเพลียมก็เป็นไต้กับตระบางครูไว้แต่หมดใบไซระบายยังเจ้ามาเรียเรียงมันน่ามันชบในพันการระบาคล้วนมาโนเต้แต่แบบนี้มันอยู่เป็นแม่นใบไซมูนูกับไอประโมทดมในทางอัปเปอร์ไว้แต่หมดบ้านสำรักให้และสร้างได้จำนวนใบไซในที่บ้านสโลปคือวิจารณ์สันทบครั้งเป็ดดาวิกับบ้านทั่วใบไซมูนูการนั้นสมรรถภาพครั้งแมนเต้นระโหดอัธนะไอปลายรูปเรียงเตยจะสได้ใบไซมวยบ้านทำเดียดพองเขินชังในครบครัวคือปัจจุบันครั้งแมนเต้นกับรู้แต่สมรรถภาพมวยนี้สมบัติแต่โปเกรูปรวมคนี้ก็มันไอทั่วใบแต่การเวียบ้านได้แต่มันตอนแต่งบ้านกระแทเตยตบโตจมูกหนึ่งเวียบ้านได้ระเบียบนาพองนู้มนุษย์ต่างอ๋อก็เตยร้องการวิประหารระบอบเวียบ้านเตยให้เขินจังครูไว้แต่หมดใบไซระบายยังคือปัจจุบันสบายจัดครั้งแมนเต้นพันการระบายยังคือปัจจุบันอดจับโอ้ไอ้น้องตรัสหลับเต็มก็เลยบางการตัวไอ้ปลาระบายยังวิ่งเกี่ยกับบ้านนั่งโดยขี้เนี่ยถ้าแกนับไปนี้มันจะได้กูระบายเวียนนู่นเต้จังไงคือเมียนแต่ปลาสนิทมวยนูปนนอก็ปนใต้มันไปได้ไอ้ปลาในสนิทมวยนูบ้านแกเตยแต่รู้เหมือนโจจมูกหนึ่งทำมาโปไว้แต่มันในขนมได้ระบายแกจมูกสั้นเกิดรู้แกกับบ้านก็เลยเคยว่าแต่เมียระบายโรสตี้กับบ้านดังเพลียมท่านี้ก็จะเพลย์แต่มวยกดได้อาจจัดการแต่การเบิดสามมนูบ้านก็ปนใต้ในขณะไปมวยได้รีบนั่งสำรายแต่หานุเบิดสามมนูกับบ้านโจมาการประได้แผนการระบายโปเกหนึ่งบ้านการประได้ระบายโรสตี้เจ้าเพลียมเรื่องวันนี้คือปัจจุบันทว่าวิลคัมคลังแมนเทนแกกับบ้านสไตร์ลังจงไรโยเยอะนั่งสำหรับไอ้เยอะนั่งสำหรับไอ้นับไปดาวิลกับป้องดับชื่อยืมประโยชน์จมูกหนึ่งใบไซมวยนู้เช่นกับบ้านเคยทาโรสตี้แกมันการไอ้คนทงอนูเต้กรอนแต่ได้มวยจุดเพียงปนนอแต่ในไอตรงชีวิตบ้านหายเก้ก็มันบาดตักจัดโดยขี้เนี่ยแกกับบ้านพระใบไซจำระบาวิลแต่การเปียโคแลจ่อตกทีนี้เอาแกจะเนี่ยจัดแกมันในนูเต้แกซ่อนในยาแท้หนังการเปียวิลรอดดอดังหามจงกล้อยในยัยรุ่ยเชื่อกับบ้านเคยแท้ในขณะเปย์มวยดาวิลรีบหนังตระใบไซโมนูกับสำหรับนังก็สราบแต่โรซี่กับบ้านยกลัวระบาเก้หมอเปี้ยงในการเวประแหมวยนี่แต่นี้คือโดยเชี่ยวไว้แต่เก้บ้านซ่อนในยาเปิดแมนก็คือหนังการเปียวิลรอดดอดังหามจงกล้อยระบาคล้วนนี่บรรทุกใบจะได้ระบาเกตระบานได้มันได้ปราไว้ทั้งหมดบานกับเปิดแมนก็ปันใต้แกนึกเมียงคลวนแปรนจังไงแกนึกยอคลวนแปรมวยนี้ดำใบกาเปียในยัยจับคลวนแปรระบาเกกับจับดำรอลีมันเต็มมาดองรวมจมูกหนึ่งเปียจงกร้อยได้เก็บ้านปราบแต่การเวียลแท้ก้มบารามไอช่วงมันเตยนาจอลไอนูเต้ช่วงก็หนึ่งในกบายไอเชียเรื่องเราโหดในยัยจับแกกับบานสลับบาดเตย
魔法を使えるよ。みんなに希望を示すたった一つの魔法。そう答えを知っている。その胸に宿る魔法の名を。君の魔法の名は勇気。សាច់រឿងបន្តពីការស្លាប់របស់ Rosti ជាបានឃើញថាភ្លាមៗហ្នឹងក៏ស្រាប់តែលោកគ្រូ Wagner ក៏បានបញ្ជូននៅសត្វវេទមន្តរបស់ខ្លួនដើម្បីជំនះវាចាក់ចេញអំពីស្ថានភាពកំពុងតែវឹកវរមួយនេះជាមួយនឹងគ្នានោះតើប្រុសរបស់យើងមិនអស់ចិត្តនោះទេអំពីការស្លាប់របស់មិត្តសម្លាញ់ខ្លួនគេនៅតែចង់បញ្យល់ជាមួយនឹងបិសាចមួយនោះរហូតដល់ដង្ហើមចុងក្រោយរបស់គេនឹងសងសឹកឲ្យ Rosti វិញឲ្យទាល់តែបានសាច់រឿងក៏បានកាត់បង្ហាញអំពីទស្សនវិជ្ជារបស់អ្នកនៅខាងលើដែលជាក្រុម Magic Wonder របស់យើងឯណែវិញយើងបានឃើញថានៅខាងលើហ្នឹង CEO ដែលជាមេក្រុមនៃ Magic Wonder ទាំងមូលគេកំពុងតែមួម៉ៅនិងមិនអស់ចិត្តដូចគ្នាអំពីការលះបង់ជីវិតមួយនេះចឹងហើយគេមិនអាចឈរមើលទេបាននោះទេក៏បានសម្រេចចិត្តបំរុងនឹងចុះទៅខាងក្រោមដើម្បីប្រយុទ្ធជាមួយនឹងបិសាចមួយនោះកំចាត់វាចោលនិងជួយសង្គ្រោះអ្នកទាំងអស់គ្នាលែងខ្វល់អំពីទូនាទីរបស់យកស្អីទៀតហើយវើយភ្លាមនោះ Carlos ដែលជា Magic Wonder ម្នាក់ទៀតក៏បាននិយាយឡើង CEO តើឯងចង់ធ្វើស្អីឯងភ្លេចទូនាទីរបស់ឯងហើយមែនទេ CEO ក៏បានតបចាំបាននិយាយដែរមែនទេគឺទៅប្រយុទ្ធនឹងឯងមិនមើលពីស្ថានភាពទេមែនទេនៅខាងក្រោមកំពុងតែយំសោកបោកខ្លួនមិនអាចទប់ទល់ជាមួយនឹងស្ថានភាពមួយនេះបានអ្នកទាំងអស់នោះសិតតែអត់ប្រយោជន៍និងអត់បានការក៏ប៉ុន្តែក្នុងនាមយើងជា Magic Wonder ទាំងមូលគឺកាន់តែអត់ប្រយោជន៍ជាងពួកគេទៅទៀតមិនអាចធ្វើអ្វីបានក្រៅអំពីអង្គុយសង្កករងចាំមើលពួកគេស្លាប់ម្ដងម្នាក់ភ្លាមនោះគេក៏បានតបមកវិញរឿងរ៉ាវមួយនេះយើងក៏បានដឹងដូចគ្នាក៏ប៉ុន្តែលោកម្ចាស់ Aaron គឺបានប្រយល់រួចទៅហើយឯងគួរណាតែយល់និងចូលមកកាន់កន្លែងរបស់ឯងវិញមកពួកយើងគឺជា Magic Wonder ជាសសរទ្រូងនៅក្នុងសាលាវេទមន្តមួយនេះប្រសិនបើឯងចាក់ចេញរបាំងការពារធំនឹងត្រូវបានបំផ្លាញឬដែលមិនដឹកស្មានដល់គឺកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគ្មាននរណាម្នាក់ចង់ឲ្យរឿងមួយនេះកើតឡើងនោះទេក៏ប៉ុន្តែវាគឺជាទូនាទីចង់មិនចង់ក៏ត្រូវតែធ្វើនិយាយរួចគេក៏បានលួងលោមឲ្យ CEO ចូលមកកាន់កន្លែងរបស់ខ្លួនវិញរឿងនៅខាងក្រោមទុកឲ្យអ្នកខាងក្រោមជាអ្នកដោះស្រាយទៅចុះស្ដាប់ចប់ CEO ក៏នៅតែប្រកាន់នៅចំហរបស់ខ្លួនក៏បានតបទៅកាន់គេវិញយើងមិនស្ដាប់អ្វីទាំងអស់វើយយើងនឹងធ្វើតាមការសម្រេចចិត្តរបស់យើងដោយខ្លួនឯងមិនចាំបាច់ឯងមកនិយាយរាយរាប់នោះទេគណៈពេលរៀបនឹងដើរចាក់ចែងប្រទេសនេះក៏ស្រាប់តែព្រួយមួយក៏បានហោះស្ទាក់មុខរបស់គេនិងបានគំរាមទៅកាន់គេថាខ្ញុំគឺបានដាស់តឿនឯងរួចទៅហើយឲ្យចូលកន្លែងរបស់ឯងវិញប្រសិនបើឯងនៅតែរឹងចេះទៀតកុំថាយើងប្រើធွာក្តៅឲ្យសោះប្រសិនបើចង់យើងអាចកំដរបានជាមួយនឹងគ្នា Alfred ក៏បានក្រោកឈរឡើងឃើញអញ្ចឹង Lord Aaron ក៏បានបញ្ជាភ្លាមឆាប់អង្គុយចុះភ្លាម Alfred ខ្ញុំដឹងថានាងចង់ធ្វើអ្វីនៅពេលនេះក៏ប៉ុន្តែខ្ញុំមិនអាចបណ្ដោយឲ្យនាងធ្វើអ្វីតាមតែចិត្តឯងបាននោះទេតែបើទោះបីជាបានលើបែបនេះក៏ដោយ Alfred មិនញញើអ្វីនោះទេក៏បាននិយាយតបទៅវិញខ្ញុំសូមធ្វើការលុបចោលនៅការបញ្ជារបស់លោកនៅពេលនេះហើយនឹងចេញទៅជួយមនុស្សដែលខ្ញុំចង់ការពាររួមមានដូចជាវាលជាដើមខ្ញុំមិនអាចឈរមើលគេស្លាប់ដោយមិនបានធ្វើអ្វីនោះទេចឹងហើយប្រសិនបើលោកហ៊ានរារាំងផ្លូវរបស់ខ្ញុំក៏មិនខ្លាចនៅក្នុងការកម្ចាត់លោកចោលដូចគ្នា Lord Aaronកលែងមកកាន់ផ្នែកខាងក្រោមវិញជាបានឃើញថាឥឡូវហ្នឹងលោកគ្រូ Wagner កំពុងតែព្យាយាមធ្វើគ្រប់សពបែបយ៉ាងដើម្បីជំនះវាចាក់ចេញពីទីនេះទៅរកកន្លែងដែលមានសុវត្ថិភាពជាមួយនឹងគ្នានោះវាក៏នៅតែស្ដីបន្ទោសទៅកាន់ខ្លួនឯងថាខ្លួនឯងអត់ប្រយោជន៍គ្មានបានការដែលបានធ្វើឲ្យមិត្តសម្លាញ់របស់ខ្លួនតែម្នាក់ស្លាប់បាត់បង់ជីវិតដោយសារតែជួយសង្គ្រោះខ្លួនគឺជាមនុស្សចង្រៃអ្នកដែលមកក្បែរខ្លួនរបស់គេទាំងអស់សិតតែទទួលរងនៅការជឿចាប់ក៏ដូចជាត្រូវស្លាប់យ៉ាងអនាធមបែបនេះគេគឺជាដើមហើយគ្រប់សពបែបយ៉ាងហេតុអីបានជាខ្ញុំមិនអាចប្រើប្រាស់វេទមន្តបានហេតុអីមានតែខ្ញុំតែម្នាក់ដែលមិនអាចប្រើប្រាស់វេទមន្តកំហុសគ្រប់យ៉ាងគឺមកពីខ្ញុំគឺជាមនុស្សកំសាកអ្នកដែលសមតែស្លាប់គឺជាខ្ញុំទៅវិញទេយ៉ាអាក្មេងកំសាកឯងកំពុងតែសង្ងំលាក់ខ្លួនពូនយំនៅទីនេះតាអញ្ចឹងល្អហើយយើងនឹងមកពេញបំណងរបស់ឯងឲ្យពួកឯងស្លាប់ជាមួយនឹងគ្នាតែម្ដងការវិប្រហារដ៏ធំមួយនេះ Colette ក៏បានឃើញដូចគ្នាតែបែបនេះនាងគឺពិតជាបារម្ភអំពីសុវត្ថិភាពរបស់ Will ខ្លាំងមែនទែនក៏បានឲ្យសត្វចិញ្ចឹមរបស់ Will នាំផ្លូវនាងទៅរកគេភ្លាម
ឃើញចឹងអ្នកផ្សេងទៀតក៏បារម្ភអំពីសុវត្ថិភាពរបស់ Colette ផងដែរក៏ព្រោះតែនាងគឺជាអ្នកប្រើប្រាស់វេទមន្តដីតែម្នាក់គត់ដែលខ្លាំងក្លាជាងគេនៅទីនេះប្រសិនបើនាងកើតអ្វីឡើងនោះពួកគេប្រកាសជាត្រូវចាប់ជាមិនខានចឹងហើយ Sion ក៏បានស្រែកប្រាប់ឲ្យអ្នកគ្នាពង្រឹងនឹងការការពារនៅទីនេះគេគឺនឹងទៅតាម Colette ដើម្បីជួយការពារនាងពីក្រោយជាមួយនឹងគ្នានោះអ្នកគ្រូរបស់យើងក៏បានឃើញដូចគ្នាថាបិសាចមួយនោះបំរុងនឹងទៅកាន់ប៉មវេទមន្តដែលជាតំបន់ហាមឃាត់ក៏ដូចជាត្រូវជាប៉មនៃការការពារនៅទីក្រុងទាំងមូលប្រសិនបើវាកំទេចបាននោះ Magic Wonder ក៏ដូចជាមនុស្សម្នាទាំងអស់ប្រកាសជាវីវជាមិនខានចឹងហើយនាងក៏ព្យាយាមប្រើប្រាស់ធម្មពលដើម្បីបញ្ឈប់វាផងដែរក៏ប៉ុន្តែគ្មានបានការនោះទេត្រឹមសម្បត្តិធម្មពលតូចតាចប៉ុណ្នេះគឺមិនស្គៀបជើងថ្មិញរបស់បរិស័ទមនុស្សផងជាមួយនឹងគ្នានោះលោកគ្រូ Edward ក៏បានដឹងអំពីស្ថានភាពផងដែរគាត់ក៏បានបញ្ជាក្រុមជើងដៃទាំងអស់យកខ្លួនរបស់ពួកគេធ្វើជារនាំងដើម្បីហាមឃាត់បរិស័ទមនុស្សកុំឲ្យសម្រេចគោលដៅរបស់វាបានលឿនចឹងក្រុមជើងដៃទាំងអស់ក៏បានសម្លឹងមើលមុខគ្នារួចក៏បាននិយាយទៅកាន់គេវិញថានេះតើលោកចង់ឲ្យពួកយើងលះបង់ជីវិតទៅទេដើម្បីឲ្យបិសាចមនុស្សសម្លាប់មែនទេលោកគឺបានឃើញហើយថាគ្រូវេទមន្តទាំងអស់នៅក្នុងសាលាមួយនេះគឺត្រូវបានសម្លាប់ដោយបិសាច Defender មួយនោះក៏ប៉ុន្តែលោកបាយជាឲ្យពួកយើងចូលប្រយុទ្ធជាមួយនឹងពួកវាទៅវិញតើវាខុសអ្វីពីការដែលឲ្យពួកយើងទៅស្លាប់នោះត្រូវពួកឯងនិយាយត្រូវយើងក៏ឲ្យពួកឯងទៅស្លាប់ក៏ព្រោះតែពួកឯងគឺជាមនុស្សដែលអត់ប្រយោជន៍ចឹងហើយយកជីវិតដែលអត់ប្រយោជន៍របស់ពួកឯងនេះទៅការពារក្មេងៗក្នុងទីក្រុងទាំងមូលវិញទៅវាល្អជាងនិយាយចប់បិសាចមួយក៏បានលេចខ្លួនឡើងនិងហោះសំដៅទៅរកនាងឃើញចឹង Edward ក៏បានស៊ូយ៉ាងលឿនដើម្បីយកជីវិតរបស់ខ្លួនទៅការពារនាងរួចក៏បានប្រើស្នេហ៍ពិសេសមួយវាយឲ្យបិសាចមួយនោះខ្ទាទៅឆ្ងាយបាត់ទៅនៅពេលឃើញចឹងនាងមិនយល់នោះទេហេតុអីបានជាគេជួយខ្លួនតាមមុននេះគេមិនបាននិយាយទេមែនទេថាក្រុមរបស់ខ្លួនគឺជាមនុស្សដែលអត់ប្រយោជន៍ភ្លាមនោះ Edward ក៏បាននិយាយបន្តមែនហើយដូចជាខ្ញុំបាននិយាយអញ្ចឹងមនុស្សគ្រប់គ្នាគឺសិតតែអត់ប្រយោជន៍ក៏ប៉ុន្តែផ្ទុយទៅវិញអ្នកដែលអត់ប្រយោជន៍បំផុតនោះគឺជាខ្ញុំគឺអត់ប្រយោជន៍ជាងពួកឯងទៅទៀតដែលមិនអាចជួយអ្វីបានសូម្បីតែបន្តិចធម្មពលវេទមន្តគឺមិនបានការអ្វីទៅកាន់បិសាចទាំងអស់នេះនោះទេក៏ប៉ុន្តែពួកឯងគឺខុសពីខ្ញុំពួកឯងមានកម្លាំងអាចតទល់ជាមួយនឹងពពួកបិសាចទាំងអស់នេះបានការដែលខ្ញុំយកខ្លួនរបស់ខ្ញុំដើម្បីការពារឯងគឺត្រឹមត្រូវហើយឯងគឺមានប្រយោជន៍ជាងខ្ញុំចឹងហើយខ្ញុំក៏សង្ឃឹមថាពួកឯងនឹងធ្វើដូចជាខ្ញុំដើម្បីការពារទីក្រុងនិងក្មេងៗទាំងមូលលឿនចឹងក្តីសង្ឃឹមក៏បានកើតមានឡើងសារជាថ្មីក្រុមជើងដៃក៏បានសាមគ្គីគ្នាឡើងវិញកន្លែងមកខាង Colette នៅវិញនឹងក៏កំពុងតែព្យាយាមស្វែងរកវត្តមានរបស់វាដូចគ្នាជាមួយនឹងគ្នានោះ Sion ក៏បានស្រែកប្រាប់ឲ្យនាងនៅឲ្យស្ងៀមកុំដើរចុះឡើងរញ៉ៃនាងប្រហែលជាអាចស្លាប់បានតែបើទោះបីជាយ៉ាងណាក៏ដោយនាងមិនស្ដាប់នោះទេនាងត្រូវតែប្រញាប់រកគេគឺជាក្តីសង្ឃឹមរបស់នាងបើវាស្លាប់នាងក៏មិនអាចរស់បានដែរជាមួយនឹងគ្នានោះបិសាច Defender ក៏បានបង្ហាញខ្លួនឡើងនៅចំពីមុខរបស់ពួកគេឃើញចឹង Colette ក៏ព្យាយាមប្រើនូវធម៌ពលរបស់នាងដើម្បីចាត់ការវាតែមើលទៅដូចជានាងដើរកំណត់ទៅហើយមិនដែលបញ្ចេញនូវធម៌ពលបានបន្តទៀតឡើយចឹងហើយ Sion ក៏បានប្រើនូវកម្លាំងរបស់ខ្លួនទាំងអស់ដើម្បីរារាំងការវាយប្រហាររបស់បិសាចមួយនោះស្របពេលជាមួយនឹងគ្នានៅម្ខាងទៀតលោកគ្រូក៏បានប្រកាសទិសខាងត្បូងគឺមានសុវត្ថិភាពសិស្សទាំងអស់ប្រញាប់រត់ចាកចេញពីទីនេះភ្លាមលើបែបនេះមិនថាមនុស្សម្នាកូនសិស្សក៏ដូចជាគ្រូវេទមន្តនោះទេពួកគេក៏បានប្រញាប់រត់ទៅកាន់ទិសខាងត្បូងក៏ប៉ុន្តែក៏មានគ្រូវេទមន្តមួយចំនួនមិនព្រមដាច់ចិត្តចាក់ចេញទៅចោលអ្នករាល់គ្នានោះដែរដែលគេគិតថាឥឡូវហ្នឹងគឺមានតែវាម្នាក់ប៉ុណ្ណោះដែលជាអនាគតរបស់ពួកគេគឺខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីជួយសង្គ្រោះពួកយើងចឹងហើយខ្ញុំមិនអាចឈរអត់ដៃមើលគេស្លាប់តែបែបនេះបាននោះទេខ្ញុំនឹងនៅទីនេះដើម្បីជួយគេលឿនចឹងមិត្តរបស់គេក៏បាននិយាយនេះមិនមែនជាពេលក្នុងការធ្វើជា hero នោះទេឯងនឹងអាចស្លាប់បានប្រសិនបើត្រូវបិសាចមួយនោះកាប់ចំចឹងហើយឆាប់ប្រញាប់ចាក់ចៃពីទីនេះភ្លាមនិយាយបានតែប៉ុណ្នេះបិសាចមួយក៏បានបង្ហាញខ្លួនចេញមកនិងបើការវាយប្រហារទៅកាន់ពួកគេដែលបានធ្វើឲ្យពួកគេគឺពិតជាភ័យខ្លាំងមែនទែននេះកុំតែអ្នកគ្រូស្អាត Elisa របស់យើងបង្ហាញខ្លួនចេញមកតន់ទេកុំអីពួកគេប្រហែលជាត្រូវចោលសាកសពនៅទីនេះបាត់ទៅហើយនៅពេលមកដល់ភ្លាមអ្នកគ្រូស្នាប់ចិត្តខ្ញុំក៏បាននិយាយឆាប់ចាក់ចេញពីទីនេះភ្លាមទុកទីនេះឲ្យយើងជាអ្នកចាត់ការពួកឯងមិនចាំបាច់នៅទីនេះឡើយចេញទៅលឿនចឹងពួកគេក៏អស់ចិត្តទទួលយកសំណើមួយនេះរួចក៏បានរត់ចាក់ចេញទៅតាមទិសដៅដែលបានកំណត់រួចពីនោះក៏លេចមកវិញទៅយើងបានដឹងថាអ្នកគ្រូស្នាប់ចិត្តផងយើងក៏គាត់ដល់ដែនកំណត់របស់ខ្លួនដែរមិនអាចបញ្ចេញនូវធម៌ពលបានទៀតនោះទេក៏ប៉ុន្តែមុននេះក៏ព្យាយាមធ្វើរឹងមាំនៅមុខសិស្សរបស់ខ្លួនដើម្បីឲ្យពួកគេចាក់ចេញពីទីនេះហើយនៅគណៈពេលមួយដែលយើងបានដឹងថាមនុស្សគ្រប់គ្នាសិតតែដល់ដែនកំណត់របស់ខ្លួនហ្នឹងក៏ស្រាប់តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលយើងបានឃើញកាលពីមុនក៏បានបង្ហាញខ្លួនចេញមកនៅពេលមកដល់ភ្លាមគេក៏បានដើរសម្ដៅទៅកាន់ដែនរបស់វាលនិងបានស្វែងរកវត្តមានរបស់ម្ចាស់ដើមមួយនេះថាតើគេនៅពេលនេះនៅឯណាកន្លែងមកមើលវាលនៅវិញម្ដងបន្ទាប់ពីរងការវាយប្រហាររបស់គ្រូវេទមន្តខ្មៅមួយនោះហើយមកគេក៏ឆ្ងល់ថាខ្លួនឯងហេតុអីបានជាមិនរងរបួសអ្វីសូម្បីតែបន្តិចអញ្ចឹង
ขณะពេលកំពុងឆ្ងល់ហ្នឹងគេក៏បានឃើញវត្តមានរបស់លោកគ្រូវឹកណាបានដើរមករកគេតាំងសភាពគឺត្រុតត្រោមខ្លាំងមែនទែនខ្លួនរបស់គាត់គឺបានធ្លុះជាពីរបាត់ទៅហើយក៏ប៉ុន្តែនៅតែព្យាយាមដើរមួយជំហានម្ដងមករកគេព្រមទាំងសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបានឃើញកូនសិស្សរបស់ខ្លួនមិនកើតអីបែបនេះវាឲ្យគ្រូសុំទោសគ្រូមិនអាចជួយអ្វីទៅកាន់ឯងបានច្រើននោះទេក្រៅពីរឿងមួយនេះគ្រូគឺត្រឹមតែអាចការពារឯងបានម្ដងប៉ុណ្ណោះនេះប្រហែលជារឿងតែមួយគត់ដែលគ្រូអាចជួយឯងបានហើយក៏ជារឿងតែមួយគត់ដែលគ្រូអាចធ្វើសម្រាប់ឯងជាលើកចុងក្រោយបន្ទាប់ពីនេះគឺត្រូវពឹងពាក់ទៅលើឯងហើយវាទេលោកគ្រូខ្ញុំមិនអាចទេខ្ញុំមិនអាចធ្វើវាបាននោះទេខ្ញុំគឺបានធ្វើឲ្យមិត្តរបស់ខ្ញុំស្លាប់ឥឡូវនេះឥឡូវថែមទាំងលោកគ្រូទៀតខ្ញុំមិនអាចធ្វើអ្វីទៅតាមអីដែលលោកគ្រូរំពឹងនោះទេខ្ញុំមិនអាចទេភ្លាមនោះលោកគ្រូវឹកណាក៏បានបន្ទន់ជង្គង់ចុះនិងបានអោបគេជាលើកចុងក្រោយដែលបាននិយាយប្រាប់ទៅកាន់វិលថាជាគ្រូចុះវិលឯងប្រកាសជាអាចធ្វើបានគ្រូមិនដែលនិយាយកុហកឯងនោះទេកូនសិស្សសម្លាញ់របស់គ្រូឯងត្រូវតែស្ដាប់គ្រូឲ្យបានច្បាស់ណាស់តាមពិតទៅវាមិនមែនថាឯងមិនអាចប្រើប្រាស់វេទមន្តបាននោះទេឯងគឺអាចប្រើប្រាស់វេទមន្តបានហើយវេទមន្តតែមួយគត់ដែលឯងអាចប្រើប្រាស់បាននោះគឺទេចាំបន្តិចឈប់សិនលោកគ្រូតើវាជាអីទៅវេទមន្តដែលខ្ញុំអាចប្រើប្រាស់បានវេទមន្តរបស់ខ្ញុំគឺជាអីទៅលោកគ្រូកុំទាន់អាចស្លាប់អីលោកគ្រូវឹកណាខ្ញុំមិនទាន់បានដឹងអំពីចម្លើយនោះទេឆាប់ប្រាប់ខ្ញុំមកតើវេទមន្តតែមួយគត់ដែលខ្ញុំអាចប្រើប្រាស់បានវេទមន្តរបស់ខ្ញុំតើវាជាអ្វីភ្លាមវត្តមានរបស់ក្មេងប្រុសម្នាក់ដែលយើងបានឃើញមុននេះក៏បានបង្ហាញខ្លួនចេញមកនិងបាននិយាយទៅកាន់វិលថាក្តីសង្ឃឹមពន្លឺនិងក្តីសង្ឃឹមក៏អាចចាត់ទុកបានជាវេទមន្តមួយផងដែរកាលនៅមានភាពក្លាហានមានក្តីសង្ឃឹមក្នុងជីវិតវាប្រៀបបានដូចជាកំបិតដែលអាចចាក់ទម្លុះគ្រប់សពបែបយ៉ាងឆាប់បញ្ចប់រឿងមួយនេះភ្លាមទៅប្រសិនបើឯងមិនចង់ឲ្យលោកគ្រូរបស់ឯងស្លាប់យ៉ាងពិតប្រាកដនោះទេឆាប់បញ្ចប់រឿងមួយនេះភ្លាមប្រហែលជាគេអាចនៅមានឱកាសជួយសង្គ្រោះបាននៅពេលបានឃើញថាវានៅតែមិនជឿជាក់ទៅកាន់ខ្លួនឯងទៀតហ្នឹងគេក៏បានស្រែកឡើងត្រូវចាំថាអ្នកប្រយុទ្ធមិនได้ចោះចាញ់ពាក់កណ្ដាលទីនោះឡើយឆាប់ឡើងលើកដៃរបស់ឯងឡើងយើងជឿជាក់ថាឯងប្រកាសជាអាចធ្វើវាបាននិយាយចប់គេក៏បានបន្តឈាមទៅលើដាវមួយនោះដែលបានធ្វើឲ្យវាកើននូវសមត្ថភាពខ្លាំងមែនទែនរួចក៏បានប្រាប់ទៅកាន់វិលថានៅពេលនេះឯងគួរតែដឹងអំពីចម្លើយហើយតើមែនទេ魔法が使えないからお前は魔法を使えるよみんなに希望を示すたった一つの魔法と答えを知っているその胸に宿る魔法の名を君の魔法の名は重機魔法を使えるよみんなに希望を示すたった一つの魔法と答えを知っているその胸に宿る魔法の名を君の魔法の名は重機ត្រឡប់ទៅកាន់ពេលអតីតកាលរយៈពេល500ឆ្នាំមុនយើងក៏បានឃើញនៅវត្តមានរបស់ម្ចាស់ស្ត្រីឬមួយក៏ព្រះរាជិនីនៃវេទមន្តដែលជាអ្នកដែលប្រើប្រាស់នៅវេទមន្តខ្លាំងជាងគេនៅលើពិភពលោកមួយនេះកាលពីពេលអតីតកាលជាមួយនឹងគ្នានោះនៅក្នុងដៃរបស់គាត់គឺមានតែក្មេងប្រុសម្នាក់ដែលជាក្តីសង្ឃឹមតែមួយគត់ដែលអាចស្រោចស្រង់នៅពិភពលោកមួយនេះបានក៏ព្រោះតែគាត់គឺបានដឹងថាប្រសិនបើសៀលវេទមន្តនៅលើពិភពលោកមួយនេះត្រូវបានបែកពួកសភាវៈក្រៅភពនឹងចុះមកលុកលុយទៅកាន់ពិភពលោកមួយនេះនិងបំផ្លិចបំផ្លាញវាចោលចឹងហើយមុនពេលដែលរឿងមួយនេះត្រូវបានកើតឡើង
គាត់ក៏បាននាំយកនៅវត្តមានរបស់ក្មេងប្រុសម្នាក់ចូលមកកាន់ពិភពលោកមួយនេះដើម្បីមកផ្សព្វផ្សាយនៅគម្លាតនៃធម្មពលវេទមន្តនិងកម្លាំងប្រយុទ្ធនៃអ្នកប្រើប្រាស់ដាវឲ្យពួកគេរួមបញ្ចូលគ្នាហើយគាត់ក៏បានដឹងយ៉ាងច្បាស់ថានៅក្នុងពិភពលោកមួយនេះអ្នកប្រើប្រាស់វេទមន្តគឺច្រើនខ្លាំងមែនទែនក៏ប៉ុន្តែផ្ទុយទៅវិញអ្នកដែលអាចប្រើប្រាស់នៅជំនាញដាវបានយ៉ាងស្ទាត់ជំនាញនិងជាអ្នកដែលជំនាញប្រើប្រាស់ដាវដល់ប្រកាសគឺមានតែគេម្នាក់ប៉ុណ្ណោះគឺជា Finn ចឹងហើយគាត់គឺផ្ដោតក្តីសង្ឃឹមមួយនេះឲ្យទៅកាន់គេហើយដើម្បីមើលថែក្មេងប្រុសម្នាក់នេះហើយក្មេងប្រុសដែលយើងបានឃើញនេះដែរគឺជា Will នាពេលអនាគតនេះឯងសាច់រឿងក៏បានបន្តឡើងនៅក្នុងសាលាវេទមន្តនៅពេលដែល Will រកឃើញនៅខ្លួនឯងដល់ប្រកាសតែបែបនេះធម្មពលរបស់គេនៅពេលនេះគឺពិតជាខ្លាំងក្លាមែនទែនគឺអាចមានសមត្ថភាពទប់ទល់ជាមួយនឹងបិសាច Evander មួយនោះបានភ្លាមគេក៏បានវាយបិសាចមួយនោះទៀតទៅយ៉ាងឆ្ងាយរួចក៏បាននិយាយឡើងថានៅពេលនេះជាងគឺពិតជាចង់ដឹងខ្លាំងណាស់ថារវាងឯងហើយនឹងយើងនរណាគឺជាអ្នកឈ្នះដ៏ពិតប្រាកដនិយាយចប់គេក៏បានស្ទុះយ៉ាងលឿនដើម្បីបើកការវាយប្រហារជាមួយនឹងបិសាចមួយនោះជាមួយនឹងគ្នានោះមនុស្សគ្រប់គ្នាក៏បានដឹងអំពីវត្តមានរបស់វាដែលបានវិលត្រឡប់មកសារជាថ្មីផងដែរម្នាក់គឺពិតជាភ្ញាក់ផ្អើលជាមួយនឹងកម្លាំងមួយនេះខ្លាំងណាស់វាមិនមែនជាកម្លាំងនិងសមត្ថភាពដែលមនុស្សធម្មតាអាចធ្វើទៅបាននោះទេចឹងហើយពួកគេក៏បានរត់សំដៅមកកាន់កន្លែងប្រយុទ្ធដើម្បីមើលការវាយប្រហារមួយនេះជាមួយនឹងគ្នាជាបានឃើញថាសិស្សមួយចំនួនក៏ចង់ចេញទៅជួយគេផងដែរក៏ប៉ុន្តែក៏ត្រូវបានរារាំងដោយសារតែយើងគឺបានដឹងហើយថាធម្មពលវេទមន្តគឺមិនមានប្រយោជន៍អ្វីទៅកាន់បិសាចមនុស្សឡើយចឹងហើយគេក៏បានហាមឃាត់សិស្សផ្សេងទៀតមិនឲ្យចូលទៅខាងក្រៅនោះទេវាគេកំពុងតែប្រយុទ្ធជាមួយនឹងបិសាចមួយនោះអត់ដកដៃចឹងហើយប្រសិនបើយើងចូលទៅខាងក្រោមអាចនឹងជាបន្ទុកសម្រាប់គេឬបែបនេះមនុស្សគ្រប់គ្នាក៏បានដឹងអំពីកំហុសរបស់ខ្លួនដែលកន្លងមកតែតែមើលងាយទៅកាន់ម្ដងម្នាក់នេះថាគេគឺជាមនុស្សទន់ខ្សោយមិនដែលប្រើប្រាស់នៅធម្មពលវេទមន្តបានក៏ប៉ុន្តែថ្ងៃនេះមនុស្សទន់ខ្សោយដែលពួកយើងតែតែប្រមាថមើលងាយកន្លងមកបែរជាគេជាអ្នកចូលខ្លួនមកការពារពួកយើងទៅវិញដែលតាមពិតទៅពួកយើងឯណាវិញទេគឺជាមនុស្សដែលទន់ខ្សោយនិងអត់ប្រយោជន៍បំផុតនោះដែលមិនអាចជួយអ្វីទៅកាន់គេបានគណៈពេលដែលមនុស្សម្នាក់កំពុងតែបន្ទោសទៅកាន់ខ្លួនឯងមិនអាចជួយអ្វីទៅកាន់គេបាននឹងSion ក៏បានស្រែកពេញមួយទំហឹងស៊ូឡើងយើងជឿជាក់តែឯងអាចធ្វើបានសម្លាប់វាទៅ Will ជាមួយនឹងគ្នានោះមនុស្សម្នាក់ក៏បានយល់អំពីបំណងរបស់គេចឹងហើយក៏បានចូលរួមស្រែកជាមួយនឹងគ្នាលើកទឹកចិត្តទៅកាន់គេថាគេប្រកាសជាអាចធ្វើបានពួកយើងគឺនៅខាងឯងជានិច្ចកន្លែងមើលស្ថានភាពនៅក្នុងទីលានប្រយុទ្ធឯនេះវិញជាបានឃើញថា Will ហាក់ដូចជាមានប្រៀបទៅកាន់បិសាចមួយនោះដែលគេគឺពិតជាមានល្បឿនលឿនខ្លាំងមែនទែនដែលបានធ្វើការវាយប្រហារទៅកាន់បិសាចមួយនោះម្ដងហើយម្ដងទៀតជាមួយនឹងគ្នានោះកម្លាំងចិត្តដែលគេបានមកពីការគ្រប់គ្រងរបស់មនុស្សគ្រប់គ្នាគឺបានជំរុញទឹកចិត្តរបស់គេឲ្យកាន់តែខ្លាំងក្លានិងពុះពៀបន្ថែមមួយកម្រិតទៀតចឹងហើយដើម្បីបញ្ចប់នៅស្ថានភាពមួយនេះឲ្យបានឆាប់តាមតែអាចធ្វើទៅបាននិងមិនចង់ឲ្យមានការប៉ះពាល់ទៅដល់មនុស្សផ្សេងទៀតកាន់តែច្រើនគេក៏បានប្រើប្រាស់នៅកម្លាំងរបស់ខ្លួនទាំងអស់ធ្វើការវាយប្រហារដ៏ធំមួយទៅកាន់បិសាចមួយនោះដែលសង្ឃឹមថាការវាយប្រហារមួយនេះនឹងបញ្ចប់អ្វីគ្រប់សពបែបយ៉ាងតែភ្លាមជាបានឃើញថាអ្វីគឺមិនដូចជាការកើតរបស់គេនោះទេដែលរបស់គេក៏ត្រូវបានបាក់ដោយសារតែមិនអាចទ្រទ្រង់នឹងកម្លាំងដ៏ខ្លាំងក្លាមួយនេះបានចឹងហើយនៅពេលនេះបិសាច Evander គឺមានព្រៀបមកកាន់គេវិញម្ដងហើយជាមួយនឹងគ្នា Alfred នៅលើប៉មក៏បានដឹងអំពីរឿងមួយនេះដូចគ្នានាងគឺនៅមិនសុខទៀតនោះទេក៏បានដើរមួយជំហានម្ដងចាក់ចេញពីទីនេះឃើញចឹងមេជីបានដើរផ្សេងទៀតក៏ព្យាយាមហាមឃាត់នាងកុំឲ្យចាក់ចេញពីប៉មមួយនេះឲ្យសោះបើមិនដូច្នោះទេនាងត្រូវតែទទួលរងនៅលទ្ធផលដែលនាងបានសាងក៏ប៉ុន្តែភ្លាមនោះនាងក៏បានឆ្លើយតបមកវិញថានាងនឹងមិនចាក់ចេញពីប៉មមួយនេះនោះទេក៏ប៉ុន្តែនាងក៏មិនអាចឈរមើលដល់មិនជួយអ្វីសោះនោះដែរភ្លាមនាងក៏បានប្រើប្រាស់នៅវេទមន្តតករបស់ខ្លួនបង្កើតបានជាដាវមួយទម្លាក់ចូលមកខាងក្រោមរួមបញ្ចូលជាមួយនឹងដាវរបស់ Will នេះយើងបានឃើញថាអត្តពលនៃដាវរបស់គេនៅពេលនេះគឺពិតជាខ្លាំងមែនទែនភាពរឹងមាំក៏កាន់តែខ្លាំងផងដែរចឹងហើយគេគឺលែងភ័យព្រួយនៅក្នុងការបញ្ចេញនូវកម្លាំងរបស់ខ្លួនទាំងអស់ធ្វើការវាយប្រហារទៅកាន់បិសាចមួយនោះទៀតហើយឃើញចឹងសិស្សមួយចំនួនក៏បាននិយាយថាធម្មពលវេទមន្តប្រហែលជាមិនអាចធ្វើអ្វីទៅកាន់បិសាចមនុស្សបាននោះទេចឹងហើយបើទោះបីជាបានបញ្ចូលនូវធម្មពលវេទមន្តទៅក្នុងដែរក៏គ្មានប្រយោជន៍អ្វីនោះដែរលឿនចឹង Will ក៏បានកើតធម្មពលវេទមន្តមិនអាចធ្វើអ្វីទៅកាន់គេបានក៏ព្រោះតែធម្មពលវេទមន្តមួយនោះគឺមិនទាន់ដល់កម្រិតក៏ប៉ុន្តែផ្ទុយស្រឡះប្រសិនបើធម្មពលមួយនោះគឺខ្លាំងក្លាអត់ដែនកំណត់វាប្រកាសជាត្រូវស្លាប់និយាយរួចគេក៏បានកាប់ពេញមួយទំហឹងទៅកាន់បិសាចមួយនោះទៅបានធ្វើឲ្យវាដាច់ដៃភ្លាមទស្សនភាពមួយនេះក៏បានដឹងឮទៅដល់ Magic Wonder នៅខាងលើផងដែរ Sio គឺពិតជាចាប់អារម្មណ៍ទៅកាន់ក្មេងប្រុសម្នាក់នេះខ្លាំងមែនទែនគេគឺសប្បាយចិត្តមិនឈប់នោះទេដែលរឿងរ៉ាវត្រូវបានផ្លាស់ប្ដូរក្មេងប្រុសម្នាក់នេះគឺពិតជាបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងមែនទែន
នៅពេលបានឃើញថាបិសាចរបស់ខ្លួនប្រហែលជាអាចចាញ់គម្រោងការរបស់ខ្លួនប្រហែលជាត្រូវអាសាបង់ក្រោមស្នាដៃរបស់ក្មេងប្រុសម្នាក់នេះនឹងគ្រូវេទមន្តខ្មៅក៏លែងខ្វល់ទៀតហើយក៏បានបញ្ចេញនៅស្នៀតចុងក្រោយរបស់ខ្លួនចេញមកដែលបានបញ្ជូននៅបិសាចគ្រប់ទីកន្លែងប្រវោបដងគ្នានៅទីនេះតែមួយដើម្បីឲ្យវាធ្វើការវាប្រហារស្របគ្នាសម្រុកទៅកាន់គេតែម្ដងតែអ្វីដែលគេបានកើតគឺផ្ទុយសាឡាត្រឹមបិសាចកាកាទាំងអស់នេះគឺមិនអាចធ្វើអ្វីមកកាន់គេបាននោះទេភ្លាមវាក៏បានប្រើប្រាស់ធម្មពលរបស់ខ្លួនរួមបញ្ចូលជាមួយនឹងធម្មពលដែលអេហ្វរីបានបញ្ជូនមកឲ្យគេបង្កើតបានជាពំតកកមួយយ៉ាងធំធ្វើការវាប្រហារទៅកាន់បិសាចមួយនោះឲ្យស្លាប់ព្រមគ្នានៅនឹងកន្លែងឃើញចឹងគ្រូវេទមន្តខ្មៅគឺពិតជាស្រឡាញ់កាំងមែនទែនរហូតដល់ថ្នាក់របូតឈើវេទមន្តរបស់ខ្លួនចេញពីដៃដែលមិនដឹងខ្លួនថែមទៀតផងហើយគេក៏បានដឹងដូចគ្នាថានៅពេលនេះរឿងរ៉ាវប្រហែលជាត្រូវបានបញ្ចប់ហើយគេគឺជាអ្នកចាញ់គិតរួចតួឯករបស់យើងក៏បានប្រើនៅកម្លាំងរបស់ខ្លួនទាំងអស់ធ្វើការវាប្រហារមួយទំហំទៅកាន់បិសាចមួយនោះដែលមួយដាននេះដែរក៏បានធ្វើឲ្យវាដាច់ខ្លួនជាពីរនិងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងដូច្នេះហើយរឿងរ៉ាវក៏ត្រូវបានបញ្ចប់បន្ទាប់ពីបិសាចត្រូវបានសម្លាប់ដោយជោគជ័យមនុស្សគ្រប់គ្នាគឺពិតជាមានមោទនភាពទៅកាន់គេខ្លាំងមែនទែនពួកគេស្រ័យផងយំផងនិងអបអរទៅកាន់ជ័យជំនះមួយនេះប្រសិនបើគ្មានគេនោះទេពួកគេទាំងអស់គ្នាប្រកាសជាត្រូវស្លាប់នេះគួរតែអរគុណទៅកាន់ក្មេងប្រុសម្នាក់នោះក្មេងប្រុសដែលពួកយើងធ្លាប់តែមើលងាយកន្លងមកពេលនេះគេគឺបានធ្វើឲ្យយើងឃើញអំពីតម្លៃរបស់គេហើយគេគឺពិតជាស័ក្តិសមទទួលបានការកោតសរសើរមួយនេះពិតមែនជាមួយនឹងគ្នានៅចុងភាគ4មួយនេះជាងក៏បានដឹងថាលោកគ្រូវ៉ាក់នើគឺគាត់មិនទាន់ស្លាប់នៅឡើយនោះទេគាត់ក៏បានដឹងអំពីភាពជោគជ័យដែលកូនសិស្សសម្លាញ់របស់ខ្លួនបានធ្វើដូចគ្នាចឹងហើយគាត់គឺពិតជាមានមោទនភាពទៅកាន់គេខ្លាំងណាស់ផ្ទុយទៅវិញនៅម្ខាងទៀត Finn ក៏សប្បាយចិត្តមិនអន់ដូចគ្នាគេគឺបានសើចសប្បាយចិត្តពេញមួយទំហឹងទៅកាន់មោទនភាពមួយនេះហើយនៅចុងក្រោយគេក៏បានសម្លឹងមើលទៅកាន់ផ្ទៃមេឃក៏ដូចជារំលឹកឈ្មោះរបស់នារីម្នាក់ដែលយើងបានឃើញកាលពីដើមរឿងនិងបាននិយាយទៅកាន់នាងថាវាគឺអស់រយៈពេល500ឆ្នាំហើយខ្ញុំប្រហែលជាធ្វើឲ្យនាងរងចាំយូរហើយឲ្យខ្ញុំសុំទោសក៏ប៉ុន្តែពេលនេះខ្ញុំធ្វើបានសម្រេចហើយបន្ទាប់ពីរឿងរ៉ាវត្រូវបានបញ្ចប់សាច់រឿងក៏បានកើតទៅរយៈពេល3ឆ្នាំមុនដែលយើងបានឃើញថាគណៈពេលដែលវាកំពុងតែអង្គុយខូចចិត្តបន្តទៅកាន់ខ្លួនឯងដែលកើតមកមិនអាចប្រើប្រាស់នៅធម្មពលវេទមន្តគេក៏បានស្ដាប់ឮនៅក្មេងៗដទៃទៀតបាននិយាយពាក់ព័ន្ធជាមួយនឹងសមត្ថភាពរបស់ Magic Wonder រួមបញ្ចូលជាមួយនឹង Aphria ដែលជាមនុស្សស្រីតែម្នាក់គត់ដែលគេស្រឡាញ់ដែលពួកគេបាននិយាយថាវាគឺពិតជាអស្ចារ្យខ្លាំងណាស់នេះគឺជាលើកទី1ហើយដែលខ្ញុំបានឃើញនៅទស្សនវិជ្ជាមួយនេះដែល Magic Wonder គឺពិតជាមានសមត្ថភាពអាចគ្រប់គ្រងផ្ទៃមេឃនៃអាកាសធាតុបានពិតមែនពួកគេថែមទាំងអាចទម្លាក់ភ្លៀងមកបានថែមទៀតផងគឺពិតជាអស្ចារ្យពិតមែនខ្ញុំក៏ចង់ខ្លាំងដូចជាពួកគេដែរស្ដាប់ចប់ Will ក៏បានគិតនិងនិយាយឡើងថាវាមើលទៅហាក់ដូចជាឆ្ងាយពេកហើយ Aphria នាងគឺនៅឆ្ងាយខ្លាំងណាស់ពួកយើងប្រហែលជាមិនសមគ្នានោះទេសមត្ថភាពរបស់នាងគឺអាចថែមទាំងគ្រប់គ្រងផ្ទៃមេឃនិងអាកាសធាតុបានដោយឡែកខ្ញុំវិញសូម្បីតែគ្រាប់ភ្លៀងមួយដំណក់ក៏ខ្ញុំមិនអាចចាប់ជាប់ផងខ្ញុំគឺពិតជានៅឆ្ងាយពីនាងខ្លាំងណាស់ Aphria គណៈពេលដែលកំពុងតែខូចចិត្តសោកសៅអំពីរឿងមួយនេះក៏ស្រាប់តែវត្តមានរបស់មនុស្សម្នាក់ក៏បានបង្ហាញខ្លួនចេញមកដែលគេគឺជា Rosti វាគឺជាពេលដំបូងដែលពួកគេបានជួបគ្នាហើយគឺពិតជាមានអារម្មណ៍ស្និទ្ធស្នាលខ្លាំងមែនទែនពួកគេគឺបានចំណាយពេលនៅជាមួយនឹងគ្នាយល់ពីគ្នានិងធ្វើរឿងអ្វីគ្រប់សពបែបយ៉ាងជាមួយនឹងគ្នាច្រើនខ្លាំងមែនទែនគេគឺប្រៀបបើដូចជាមិត្តគ្រួសារនិងមនុស្សដ៏សំខាន់ម្នាក់ក្នុងឆាកជីវិតរបស់ខ្ញុំតែបានធ្វើឲ្យខ្ញុំមានក្តីសង្ឃឹមឡើងវិញទៅជំនះរាល់ឧបសគ្គរហូតមកដល់ពេលនេះក៏ប៉ុន្តែពេលនេះមិត្តតែម្នាក់គួររបស់ខ្ញុំ Rosti គេបានស្លាប់ហើយរួចពីការស្ម័គ្រស្ម័យមួយនោះមកជាងបានឃើញថាឥឡូវហ្នឹងនាយកសាលាកំពុងតែព្យាយាមប្រើប្រាស់ធម៌ពលរបស់ខ្លួនដើម្បីរំងាប់អារម្មណ៍របស់វាឲ្យស្ងប់ចិត្តក៏ដូចជាប្រែគេឲ្យមកជាសភាពដើមវិញហើយគាត់ក៏បានដឹងដូចគ្នាថានៅពេលនេះអារម្មណ៍របស់គេគឺពិតជាច្បោកច្បល់ខ្លាំងមែនទែនដែលវាគឺអាចប៉ះពាល់ទៅកាន់សភាពរាងកាយរបស់គេយ៉ាងខ្លាំងចឹងហើយចង់មិនចង់គាត់ក៏ត្រូវតែកែប្រែនៅការចងចាំរបស់គេមួយចំនួនដើម្បីឲ្យវាមានភាពល្អប្រសើរឡើងវិញរឿងមួយនេះ Finn គេក៏បាននឹងដូចគ្នាគេគឺពិតជានៅតែកាន់ក្មេងប្រុសម្នាក់នេះខ្លាំងណាស់ក៏ប៉ុន្តែមិនអាចជួយអ្វីទៅកាន់គេបាននោះទេនេះគឺជារឿងដែលគេត្រូវឆ្លងកាត់ហើយក៏ជាទូនាទីដែលគេត្រូវរ៉ាប់រងចឹងហើយចង់មិនចង់គេក៏ត្រូវតែធ្វើរួចពីនោះសាច់រឿងក៏បានកាន់មកកាន់លោកគ្រូ Wagner ឡើងវិញម្ដងឥឡូវហ្នឹងគាត់គឺបានដឹងខ្លួនពីសន្លប់មកវិញហើយបន្ទាប់ពីរងការវាយប្រហារដ៏ធ្ងន់ធ្ងរមួយនោះមក
គ្រប់ផ្សេងៗទៀតគឺពិតជាបារម្ភទៅកាន់គេខ្លាំងមែនទែនជាពិសេសគឺជាអ្នកគ្រូអាលីសាផងខ្ញុំនេះមិនបាច់ប្រាប់ក៏ដឹងថាអ្នកគ្រូស្អាតផងខ្ញុំបារម្ភទៅកាន់លោកគ្រូវឹកណាខ្លាំងប៉ុណ្ណាដែរមើលតែមុខទៅឡើងក្រហមមកហើយពេលដែលឃើញលោកគ្រូវឹកណាអត់អីអញ្ចឹងភ្លាមហ្នឹងដោយសារតែទប់ចិត្តអត់បានក៏ចង់លូកដៃផងខ្លួនទៅប៉ះថ្ពាល់ផងលោកគ្រូវឹកណាក៏ប៉ុន្តែក៏ត្រូវបានអ្នកគ្រូស្រីស្អាតម្នាក់ទៀតហាមទាន់អត់មានមកចង់លេងខូចទេណាឃើញអូប៉ាខ្ញុំឈឺតិចតួចមកធ្វើឯងចង់យកចំណេញអីណាលេងខូចគេម៉េះនេះកុំខ្ញុំឃើញតទេណាកុំអីមិនដឹងថាអ្នកគ្រូអេលីសាអីហ្នឹងចង់កេងចំណេញប៉ះពាល់លោកគ្រូវឹកណាផងខ្ញុំកន្លែងណាខ្លះទេតើតែពេលឃើញចឹងអីលោកគ្រូវឹកណាផងយើងពិបាកចិត្តខ្លាំងមែនតើអើយឯងងើពីស្លាប់មិនទាន់នឹងស្អីផងខ្លាចខាំគ្នាបាត់អីហ្នឹង stress យកបដ ாய் ដល់ទៅពេលចឹងគាត់ក៏បានស្រែកមកទំហឹងដើម្បីឲ្យអ្នកទាំងពីរនឹងស្ងាត់បន្តិចទៅគាត់នៅពេលនេះគឺបារម្ភពីវាលខ្លាំងមែនតើឥឡូវហ្នឹងកូនសិស្សស្នប់ចិត្តផាន់គាត់វាលហ្នឹងគេមិនអីមានតែគេដឹងអត់ភ្លាមEdward ក៏បានឆ្លើយវាលគេមិនអីនោះទេគេឥឡូវហ្នឹងក៏ដឹងខ្លួនពីស្លាប់មកវិញដូចគ្នាចឹងហីមិនចាំបាច់ឲ្យបារម្ភនោះទេដេកទៅកុំខ្វល់ច្រើនពេករឿងគេតើឲ្យគេជាអ្នកដោះស្រាយឯងហ្នឹងឈឺមិនទាន់ជាផងអីចឹងហីដេកស្រួលទៅរួចពីនោះសេរឿងក៏បានកាន់មកដល់កន្លែងរបស់សិស្សវិញពួកគេទាំងអស់គ្នាក៏បានដឹងអំពីដំណឹងរបស់លោកគ្រូវឹកណាដែលបានដឹងខ្លួនពីស្លាប់ក៏ដូចជាវាបានជាប់នៅការប្រឡងផងដែរក៏ប៉ុន្តែប្រហែលជាអត់មានសិទ្ធិឡើងទៅកាន់ជាន់ខាងលើនោះទេក៏ព្រោះតែបន្ទូលរបស់គេគឺមិនគ្រប់គ្រាន់នៅក្នុងការដែលឲ្យគេឡើងទៅកាន់ប៉មខាងលើលើអញ្ចឹងអ្នករាល់គ្នាក៏អបអរសាទរទៅកាន់ការបញ្ចប់ឆ្នាំសិក្សារបស់គេផងដែរក៏ប៉ុន្តែក៏សែដែរដោយសារតែវាគឺមិនបានសម្រេចបំណងរបស់គេដែលឡើងទៅកាន់ប៉មខាងលើមួយនោះបានឃើញចឹងជូលីសក៏បាននិយាយហើយមិនចាំបាច់ខ្វល់ពីអាក្មេងម្នាក់ហ្នឹងទេវាគឺមានសមត្ថភាពឲ្យពេលនេះហើយអញ្ចឹងហីមិនចាំបាច់បារម្ភពីវានោះទេរឿងរបស់វាទុកឲ្យវាជាអ្នកដោះស្រាយដល់ខ្លួនឯងទៅលឺអញ្ចឹងអ្នកផ្សេងទៀតក៏បាននិយាយជូលីសតែកំពុងតែនិយាយអីហ្នឹងឯងមិនគោរពទៅកាន់គេទេមែនទេនេះដោយសារតែគេទៅពួកយើងអាចរស់រានមានជីវិតមកដល់ពេលនេះហើយក៏ដោយសារតែគេទៅបានជាឯងមកឈរនិយាយនៅទីនេះបានតែឯងដឹងទេលឺអញ្ចឹងជូលីក៏បាននិយាយយើងដឹងក៏ប៉ុន្តែយើងបានអរគុណគេរួចទៅហើយមិនចាំបាច់ឯងលើកយកនៅរឿងមួយនេះមកនិយាយដដែលនោះទេនិយាយចោលគេក៏បានលើកយកនៅរឿងដែលពួកគេទាំងអស់គ្នាបានធ្វើទៅកាន់វាលកាលពីពេលកន្លងមកដែលបានមើលងាយប្រមាណមាក់ងាយគេអញ្ចឹងទៅចឹងឯងពួកឯងទាំងអស់គ្នាក៏មិនខកអ្វីពីយើងដូចគ្នាភ្លាមហ្នឹង Wignall ក៏បានចូលខ្លួនមកនិយាយ Julius ខ្ញុំដឹងថាឯងនៅពេលនេះគឺមិនទទួលស្គាល់អំពីសមត្ថភាពរបស់ក្មេងប្រុសម្នាក់នោះទេក៏ប៉ុន្តែឯងគួរតែដឹងថាតើនរណាគឺជាអ្នកជួយសង្គ្រោះពួកយើងហើយនរណាគឺជាអ្នកមានគុណរបស់ឯងចឹងហើយខ្ញុំសង្ឃឹមថាឯងនឹងមិនបំភ្លេចរឿងមួយនេះនោះទេលឺអញ្ចឹងគេគឺពិតជាខឹងខ្លាំងមែនទែនក៏ប៉ុន្តែក៏មិនអាចប្រកែកបានដោយសារតែវាគឺពិតជាអ្នកមានគុណរបស់គេពិតមែនចឹងហើយមុនពេលដើរចេញគេក៏បាននិយាយពាក្យមួយម៉ាត់ដែលបានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាត្រឹមត្រូវពួកឯងនិយាយត្រូវក៏ប៉ុន្តែយ៉ាងណាមិញអាក្មេងប្រុសម្នាក់នោះគេនៅតែមិនអាចឡើងទៅកាន់ប៉មខាងលើតាមក្តីសម័យរបស់គេបានអញ្ចឹងកុំរំពឹងខ្លាំងពេកស្ដាប់ចប់ពួកគេក៏បានកើតទៅកាន់ស៊ីយ៉នដែលជាស្ត្រីស្លាប់រស់ម្នាក់របស់វាលតាំងតែពីដើមមកថាតើការគិតរបស់គេនៅពេលនេះគឺដូចជា Julius ដែរឬមួយក៏អត់ពួកគេគឺពិតជាចង់ដឹងអំពីគំនិតរបស់ស៊ីយ៉ននៅពេលនេះខ្លាំងមែនទែនថាតើគេកំពុងតែគិតអ្វីសាច់រឿងក៏បានកាន់មកកាន់កម្ពុជាប៉មនៃប៉មវេទមន្តណាវិញឥឡូវហ្នឹងជាបានឃើញថាស្ដេចអារ៉ុនកំពុងតែត្រួតពិនិត្យអំពីជីវប្រវត្តិរបស់វាលដែលជាតួឯកប្រុសរបស់យើងនឹងឯងគេគឺពិតជាឆ្ងល់ខ្លាំងមែនទែនថាអីបានជាក្មេងប្រុសដែលមានសក្តានុពលខ្លាំងបែបនេះពួកគេមិនបានកត់សម្គាល់អស់រយៈពេល6ឆ្នាំកន្លងមកនេះតើវាមានរឿងអ្វីលាក់បាំងនៅពីក្រោយរឿងទាំងអស់នេះមែនទេចឹងហើយគេក៏បានឲ្យ The Watcher ធ្វើការតាមដានក៏ដូចជាត្រួតពិនិត្យអំពីរឿងរ៉ាវមួយនេះដោយចង់ដឹងថាតើនរណាគឺជាអ្នកបាត់បង់នៅរឿងរ៉ាវទាំងអស់នេះពីក្រោយខ្នងរបស់គាត់ហើយពួកគេក៏បានសង្ស័យទៅកាន់នាយកសាលាខោត្រនផងដែរថានាងគឺជាអ្នកដែលនៅពីក្រោយរឿងរ៉ាវទាំងអស់នេះដែលបានព្យាយាមលាក់បាំងនៅវត្តមានរបស់ក្មេងប្រុសម្នាក់នេះចេញពីពួកគេនាងគឺកាន់តែបានចិត្តទៅហើយធ្វើនៅរឿងរ៉ាវអ្វីមួយដែលមិនបានពិភាក្សាជាមួយនឹងពួកគេទាល់តែសោះរួមទាំងរឿងរបស់ Finn ផងដែរចឹងហើយពួកយើងប្រហែលជាត្រូវនិយាយជាមួយនឹងនាងម្ដងហើយទើបបានលឺអញ្ចឹង Iris ដែលជា The Watcher ក៏បានឆ្លៀតសួរទៅកាន់ស្ដេច Aaron ថាតើគាត់គិតបែបណាដែរជាមួយនឹងក្មេងប្រុសដែលមានឈ្មោះថា Will ម្នាក់នោះលឺអញ្ចឹងស្ដេច Aaron ក៏បានដឹងភ្លាមថាវត្តមានរបស់ក្មេងប្រុសម្នាក់នេះប្រហែលជាមិនធម្មតានោះទេវត្តមានរបស់គេប្រហែលជាត្រូវបានរៀបចំដោយរាជិនីវេទមន្តដែលជាការរួមបញ្ចូលនៃដែរជាមួយនឹងវេទមន្តនឹងឯងចឹងហើយប្រសិនបើរឿងមួយនេះគឺជាការពិតមែនក្មេងប្រុសម្នាក់នេះគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់គេប្រហែលជាអាចសម្រេចការធំបាននៅថ្ងៃណាមួយស្ដាប់ចប់គាត់ក៏បានកោះហៅនៅ Magic Wonder ទាំងអស់ឲ្យមកជួបជុំគ្នាដើម្បីពិភាក្សាគ្នាទប់ទល់ជាមួយនឹងគ្រូវេទមន្តអាក្រក់ដែលបានឃើញកាលពីអេពីសូតមុន
វត្តមានរបស់ពួកគេទាំងពីរនាក់គឺពិតជាអាចកម្បាំងខ្លាំងមែនទែនគ្មាននរណាម្នាក់បានដឹងអំពីប្រវត្តិរបស់ពួកគេនោះទេថាតើពួកគេមកពីណានោះគណៈពេលកំពុងពិភាក្សាគ្នានឹងមេជីបានដល់ពីនាក់ក៏បានប៉ះពាល់ពីសម្ដីគ្នាចឹងហើយក៏បានប្រើប្រាស់នៅដៃជើងតិចតួចតែនេះញោមមើលទៅមិនមែនតិចតួចទេគឺថាខ្លាំងមែនទែនដល់ថ្នាក់អ្នកនៅក្បែរហ្នឹងទប់ស្ទើមចង់ជាប់ផងនេះបើសិនអ្នកធម្មតាវិញគឺដឹងតែលេទៅជាផែបាត់ហើយឃើញចឹងស្ដាអារ៉ុនក៏បាននិយាយឡើងឈប់ភ្លាមយើងគឺមិនចង់ឃើញនៅរឿងមួយនេះម្ដងទៀតនោះទេនិយាយចប់ពួកគេក៏បានកត់សម្គាល់ដឹងអំពីវត្តមានរបស់ Aphria ដែលមិនបាននៅទីនេះនោះទេចឹងហើយក៏បានសួរទៅកាន់អ្នកចំណើរបស់នាងថាតើនាងនៅពេលនេះកំពុងតែធ្វើអីហេតុអីបានជាមិនមកជួយជុំនៅក្នុងការប្រជុំមួយនេះនាងគិតថាប៉មវេទមន្តគឺជាផ្ទះរបស់នាងដែលអាចចេញចូលសេរីតាមតែចិត្តឯងមែនទេសាច់រឿងក៏បានកាត់ទៅកាន់អ្នកខាងក្រៅនេះវិញម្ដងជាបានឃើញថាឥឡូវហ្នឹងអ្នកគ្រប់គ្នាកំពុងតែកាន់ទុកអំពីការបាត់បង់ជីវិតរបស់ Rosti Colette នាងក៏បានពំយកនៅផ្កាមួយបែកឲ្យមកកាន់គេផងដែរនឹងបាននិយាយកោតសរសើរទៅកាន់ភាពក្លាហានរបស់គេដែលហ៊ានលះបង់ជីវិតការពារវាលរហូតដល់ដំណាក់កាលចុងក្រោយនាងគឺពិតជាសរសើរទៅកាន់គេពិតមែនហើយក៏ចំណែនជាមួយនឹងគេដូចគ្នាសាច់រឿងក៏បានកាន់មកដល់ថ្ងៃស្អែកជាបានឃើញថា Win កំពុងតែសម្លឹងមើលទៅកាន់ទីក្រុងទាំងមូលហើយគេក៏បាននិយាយឡើងហើយមើលទៅដូចជាអស់ទូនាទីរបស់គេហើយមិនយូរនោះទេទីក្រុងនឹងប្រែមកកាន់សភាពដើមវិញហើយមិនយូរនោះទេពួកគេទាំងអស់គ្នានឹងមើលទៅកាន់វាលក្នុងផ្លូវដដែលដោយកាលពីមុនអញ្ចឹងគ្មានអ្វីផ្លាស់ប្ដូរនោះឡើយនិយាយចប់គេក៏រៀបនឹងដើរចាក់ចេញទៅក៏ប៉ុន្តែភ្លាមហ្នឹងក៏បានជួបគ្នាជាមួយនឹង Aris ដែលជា The Watcher នៅពេលជួបគ្នាភ្លាម Aris ក៏បានហៅគេថា Invest ដែលជា nickname មួយដែលនាងបានដាក់ឲ្យទៅកាន់ Finnចឹងឯងក៏សពបញ្ជាក់បានហើយថាពួកគេគឺធ្លាប់បានជួបគ្នាពីមុនមកហើយក៏មានភាពស្និទ្ធស្នាលជាមួយនឹងគ្នាបន្តិចបន្តួចដែរតែបានជាមាន nickname ដាក់ឲ្យគ្នាអញ្ចឹងក៏ប៉ុន្តែភ្លាមនឹង Finn ក៏បានឆ្លើយតបទៅវិញថាគេបានប្រាប់ច្រើនដងហើយថាឈ្មោះរបស់គេគឺជា Finn កុំហៅគេបែបនេះទៀតគេដូចជាមិនចូលចិត្តឈ្មោះដែលនាងបានដាក់ឲ្យនេះសោះលឿនចឹងអារីអត់ខ្វល់នោះទេនៅតែហៅគេអញ្ចឹងតារាហ្នឹងក៏ព្រោះតែវាគឺជាទម្លាប់ផងនាងហើយណាមួយនឹងគិតថាឈ្មោះមួយនេះគឺស័ក្តិសមទៅកាន់គេជាងឃើញចឹង Finn ក៏បានតបណាហើយមិនឯនោះទេមើលទៅកាន់នាងហាក់ដូចជាមិនប្រែប្រួលសោះនៅតែដដែលហ្មងនៅស្អាតដដែលនេះបើសិនជាខ្ញុំក្មេងវិញណាខ្ញុំចាប់ធ្វើប្រពន្ធបាត់ហើយខ្ញុំនិយាយលេងណានេះគេអត់មាននិយាយចឹងទេរួចមក Finn ក៏បានសួរទៅកាន់នាងណាហើយនិយាយមកនាងមកជួបគេដល់ទីនេះតើមានការអ្វីភ្លាម Iris ក៏បានតបនាងគឺបានដឹងហើយថារឿងរ៉ាវនៅពីក្រោយខ្នងរបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថាវាគឺ Finn គេជាអ្នកនៅពីក្រោយខ្នងចឹងហើយនាងមិនចង់ឲ្យគេលោកដៃជាមួយនឹងរឿងរបស់ក្មេងប្រុសម្នាក់នោះទៀតនោះឡើយនេះកុំថានាងមិនបានប្រាប់ឲ្យសោះមើលទៅកាន់នាងហាក់ដូចជាបានដឹងនៅរឿងអ្វីម្យ៉ាងឃើញស្ថានភាពកំពុងតែតឹងតែបែបនេះ Finn ក៏បាននិយាយលេងសើចទៅកាន់នាងហើយមើលទៅកាន់នាងហាក់ដូចបានជាតឹងរឹងបែបនេះកុំប្រាប់អសោះណាថានាងចាប់ចិត្តទៅកាន់អាក្មេងប្រុសម្នាក់នោះលឿនចឹងអារីក៏បានឆ្លើយភ្លាមទេកុំគិតប្រែបដានោះខ្ញុំមិនបានគិតអ្វីទៅកាន់ក្មេងប្រុសម្នាក់នោះឡើយនិយាយមិនទាន់ចប់ស្រួលបោះផងនោះ Finn ក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនទៅដល់ពីមុខរបស់នាងបាត់ទៅហើយនឹងបាននិយាយសុំទោសទៅកាន់នាងជាមុនថាមិនអាចនោះទេរឿងដែលគេចង់ធ្វើគឺគ្មាននរណាអាចបញ្ឈប់គេបាននោះឡើយគេគឺត្រូវតែធ្វើឲ្យគេសុំទោសផងអមែនហើយខ្ញុំភ្លេចប្រាប់កុំចង់យកគេចាញ់អសោះបើមិនដូច្នោះទេខ្ញុំនឹងទៅយកគេត្រឡប់មកវិញនិយាយចប់គេក៏បានដើរចាក់ចេញពីទីនេះបាត់ទៅសាច់រឿងក៏បានកាត់ទៅកាន់ពេលអតីតកាលរយៈពេល1ឆ្នាំមុននៅពេលដែល Will ជាមួយនឹង Rosti កំពុងតែនិយាយគ្នាពាក់ព័ន្ធជាមួយនឹងគោលដៅរបស់ពួកគេចង់សម្រេចរៀងៗខ្លួនជាមួយនឹងគ្នានោះ Will គេមានគោលបំណងចង់ឡើងទៅកាន់ប៉មខាងលើដើម្បីជួបជាមួយនឹង Aphria ក៏ប៉ុន្តែផ្ទុយទៅវិញ Rosti គេមានគោលបំណងតែមួយប៉ុណ្ណោះគឺជួយជំរុញ Will ឲ្យសម្រេចគោលបំណងរបស់គេតែប៉ុណ្នេះគឺគេមានក្តីសុខណាស់ទៅហើយជាមួយនឹងគ្នានោះគេក៏បានប្រាប់តែកាន់ Will ថានៅថ្ងៃណាមួយប្រសិនបើគ្មានវត្តមានរបស់គេទៀតនោះទេសូមឯងកុំពិបាកចិត្តអី Will ខ្ញុំមិនចង់ឃើញឯងបែបនេះនោះទេលឿនចឹង Will ក៏ស្រឡាញ់កាន់បន្តិចដែររួចក៏បានស្រែកសួរទៅកាន់គេវិញហេតុអីបានជានិយាយបាននេះពួកយើងត្រូវតែសម្រេចក្តីសម័យរបស់ខ្លួនមិនគួរណានិយាយរឿងដែលអកុសលបែបនេះនោះទេមួយវិញទៀតមិនដែលទៅរួចនោះទេដែលខ្ញុំមិនកើតទុកនោះក៏ព្រោះតែឯងគឺជាមើលតែម្នាក់កូនរបស់ខ្ញុំឯងបានធ្វើឲ្យជីវិតរបស់ខ្ញុំផ្លាស់ប្ដូរទាំងស្រុងធ្វើឲ្យខ្ញុំមានក្តីសង្ឃឹមឡើងវិញចឹងហើយខ្ញុំគឺមិនអាចគ្មានឯងនោះទេលឿនចឹង Rosti ក៏បានកែប្រែស្ថានភាពដែលបាននិយាយលេងសើចជាមួយនឹងគេហើយនៅហើយចុះនៅថ្ងៃណាមួយពួកយើងប្រហែលជាលេងបាននៅជាមួយនឹងគ្នាតារាហ្នឹងក៏ព្រោះតែឯងគឺត្រូវឡើងទៅកាន់ប៉មខាងលើចឹងហើយខ្ញុំបានត្រឹមតែនៅពីក្រោយខ្នងរបស់ឯងប៉ុណ្ណោះសម្លឹងមើលឯងពីចម្ងាយតែត្រូវចាំថាបើទោះបីជាពួកយើងមិនបាននៅជាមួយនឹងគ្នាក៏ពិតមែនក៏ប៉ុន្តែខ្ញុំនឹងនៅតែនៅក្បែរឯងចំណិចហើយនៅសម្លឹងមើលឯងពីចម្ងាយត្រូវចាំណា
និយាយចោលវាក៏បានដឹងខ្លួនពីសន្លប់មកវិញរួចក៏បានបដិញ្ញាចិត្តឲ្យថាគេត្រូវតែរស់នៅបន្តនេះគឺជាក្តីសង្ឃឹមតែមួយគត់ដែលមិនសម្លាញ់របស់ខ្លួន Rosti បានប្រកល់មកឲ្យខ្លួនគេគឺមិនអាចបោះបង់បាននោះទេត្រូវតែសម្រេចក្តីស្រមៃរបស់ខ្លួននិងការរំពឹងទុករបស់ Rosti ឲ្យទាល់តែបានរួចពីនោះមកក៏ដល់ពេលដែលពួកគេត្រូវមកជុំគ្នាដើម្បីទទួលស្គាល់នៃការអបអរសាទរទៅកាន់អ្នកដែលបានបញ្ចប់នៅឆ្នាំសិក្សានៅឆ្នាំនេះភ្លាមនាយកសាលាក៏បានប្រកាសឆ្នាំនេះសិស្សគឺធ្វើឲ្យល្អខ្លាំងមែនទែនពួកគេគឺមិនបានធ្វើឲ្យយើងខកបំណងជាមួយនឹងពួកគេនោះឡើយចឹងហើយអ្នកដែលអាចបន្តការសិក្សាឡើងទៅសិក្សានៅប៉មខាងលើនៅឆ្នាំនេះគឺមានចំនួនដល់ទៅ50នាក់ឯណោះជាមួយនឹងគ្នាអ្នកផ្សេងទៀតពួកគេក៏ធ្វើបានល្អដូចគ្នាបើទោះបីជាពួកគេមិនបានឡើងទៅកាន់ប៉មខាងលើក៏ពិតមែនក៏ប៉ុន្តែពួកគេគឺបានបញ្ចប់នៅឆ្នាំសិក្សារបស់ខ្លួនបានយ៉ាងល្អនិងមានពិន្ទុគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែននិយាយរួចក៏បានចែកនៅលិខិតបញ្ចប់ឆ្នាំសិក្សានីមួយៗទៅកាន់ដៃរបស់ពួកគេម្នាក់ៗរួចមកគាត់ក៏បានបន្តការប្រកួតតំណែងនៅសិស្សឆ្នាំទាំង50រូបដែលត្រូវបន្តទៅសិក្សាទៅប៉មខាងលើចាប់ផ្ដើមសិស្សឆ្នាំដំបូងគេដែលត្រូវបានចាត់តាំងឲ្យឡើងទៅកាន់ប៉មខាងលើគឺជា Lihana ពិន្ទុសរុប 12000 ពិន្ទុ Wignall ពិន្ទុសរុប 11989 ពិន្ទុ Julius 11802 ពិន្ទុ Sion 11801 ពិន្ទុនិងអ្នកចុងក្រោយនៃថប់កម្ពុជាទាំង5គឺជា Emma ពិន្ទុសរុប 10000 ពិន្ទុរួចពីនេះគាត់ក៏បានប្រកាសនៅឈ្មោះអ្នកដទៃទៀតម្ដងម្នាក់រហូតតតែសល់មួយចុងក្រោយគាត់ក៏បាននិយាយឡើងជាក់ស្ដែងឆ្នាំនេះគឺមាននៅបុគ្គលម្នាក់ដែលមិនមានពិន្ទុសរុបឡើងទៅកាន់ប៉មខាងលើនោះទេក៏ប៉ុន្តែមានករណីពិសេសដែលអាចឲ្យគេស័ក្តិសមឡើងទៅកាន់ប៉មខាងលើបាននោះគឺជាការឆ្លើយសំណួរដ៏ល្អឥតខ្ចោះដែលមិនធ្លាប់មានពីមុនមកដែលសំណួរមួយនោះគឺតើអ្វីទៅគឺជាវេទមន្ត What is magic អ្នកគ្រប់គ្នាដែលនៅទីនេះគឺបានឆ្លើយត្រូវគ្រប់គ្នាវេទមន្តគឺជាការការពារទៅកាន់អ្នកទន់ខ្សោយនិងជួយសង្គ្រោះទៅកាន់ទីក្រុងទាំងមូលក៏ប៉ុន្តែស្របពេលជាមួយនឹងគ្នាមានមនុស្សម្នាក់បានឆ្លើយថាវេទមន្តគឺជាភាពក្លាហានចម្លើយមួយនេះដំបូងឡើយគឺមិនត្រឹមត្រូវនោះទេក៏ប៉ុន្តែគេគឺបានធ្វើឲ្យយើងបានឃើញយ៉ាងច្បាស់ថាភាពក្លាហានដែលគេបាននិយាយឡើងនេះគឺពិតជាស័ក្តិសមចាត់ទុកជាវេទមន្តពិតមែនគេគឺបានសរបញ្ជាឲ្យមនុស្សគ្រប់គ្នាបានឃើញយ៉ាងច្បាស់អំពីភាពក្លាហានរបស់គេដែលក្មេងប្រុសម្នាក់នោះដែរគឺជា Will មនុស្សតែម្នាក់ដែលបានជួយសង្គ្រោះជីវិតរបស់ពួកយើងចេញពីរណ្ដៅមរណៈលឿនចឹង Edward ក៏ចង់បញ្ឈប់ក៏ប៉ុន្តែក៏ត្រូវបាននាយកសាលា Cartron បញ្ឈប់ទាន់គាត់គឺមិនចង់ឲ្យគេលូកដៃនៅរឿងមួយនេះនោះទេវាគឺគួរទៅដល់ពេលហើយដែលត្រូវបង្ហាញអំពីភាពអស្ចារ្យរបស់ក្មេងប្រុសម្នាក់នេះទៅកាន់ពិភពលោកបានដឹងចឹងហើយដើម្បីឲ្យមនុស្សគ្រប់គ្នាអស់ចម្ងល់គាត់ក៏បាននិយាយឡើងថានេះកុំឲ្យថាខ្ញុំមានភាពលំអៀងទៅខាងនរណាម្នាក់ចឹងហើយខ្ញុំគឺទុកឲ្យអ្នកទាំងអស់គ្នាជាអ្នកសម្រេចចិត្តថាក្មេងប្រុសម្នាក់នេះគឺស័ក្តិសមទទួលបាននៃការកោតសរសើរមួយនេះឬមួយក៏អត់勇気を魔法と認める者は盛大な拍手をដែលបែបនេះ Will គេបានសម្រេចក្តីសម័យរបស់ខ្លួនហើយមនុស្សគ្រប់គ្នាគឺទទួលស្គាល់នៅវត្តមានរបស់គេហើយគេគឺពិតជារីករាយខ្លាំងមែនទែននៅជ្រុងម្ខាងទៀតជាងក៏បានឃើញវត្តមានរបស់ Rosti ដែលជាមិត្តសម្លាញ់តែម្នាក់គត់របស់ Will គេក៏បានដឹងនៅរឿងមួយនេះដូចគ្នាដែលគេក៏សប្បាយចិត្តដូចគ្នាដែរដែលបាននិយាយឡើងថាអបអរសាទរផង Will ទីបំផុតថ្ងៃដែលឯងរងចាំគឺបានមកដល់ហើយឯងពិតជាធ្វើវាបានសម្រេចពិតមែនរឿងបន្ទាប់ត្រូវពឹងពាក់ទៅការខ្លួនឯងហើយខ្ញុំគឺនឹងរងចាំឯងនៅទីនេះពាក្យសម្ដីទាំងអស់នេះគឺពិតជាដូចនឹងពាក្យសម្ដីដែល Alfred បាននិយាយពិតមែនដែលបាននេះហើយជាមិនទាន់ដឹងនៅឡើយនោះទេថាអីបានជា Rosti គេនៅមានជីវិតនៅឡើយហើយថាតើពួកគេមានទំនាក់ទំនងអ្វីហើយបានជានិយាយពាក្យដូចគ្នាបែបនេះ
ហ្នឹងហើយសាររបស់យើងនៅក្នុងភាគនេះគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងបើចង់ដឹងនៅចម្ងល់ថាហេតុអីបានជាអញ្ចឹងហើយហេតុអីបានជាវាទៅជាអញ្ចឹងនេះអញ្ចឹងគឺមានតែយើងត្រូវតែតាមដានអញ្ចឹងហើយអូខេគឺបាយបាយចប់ So, how did he get into the magical academy? Apparently, he was just bait to lure Lady Elfaria to attend. Then we don't need him anymore, right? Lady Elfaria has already become a Magi of Pandor. They'll probably toss him soon enough. If I study diligently, will I be able to ascend the tower? If I'm strong enough, is there any chance I can get to Elfie? 送電完了。ビルとラニコが一緒に戦ってるみたい。止められなんかしない。សាច់រឿងកាត់បង្ហាញអំពីអតីតកាលរបស់ Elfria ជាមួយនឹង Will កាលពីពួកគេនៅក្មេងជាមួយនឹងគ្នាយើងបានឃើញថាពួកគេគឺពិតជាមានភាពរីករាយខ្លាំងមែនទែនដែលបានលេងសប្បាយជាមួយនឹងគ្នានិងបាននិយាយអំពីគោលដៅរបស់ខ្លួនដែលគោលដៅរបស់ Elfria នាពេលអនាគតនាងចង់ក្លាយជាអ្នកវេទមន្តមួយដ៏ខ្លាំងហើយនឹងឡើងទៅកាន់កំពូលប៉មតាមក្តីសម័យរបស់នាងក៏ប៉ុន្តែជាមួយនឹងគ្នានោះនាងគឺមិនចង់ឡើងទៅម្នាក់ឯងនោះទេក៏ព្រោះតែវាគឺមើលទៅអបសោកខ្លាំងណាស់បើទោះបីជាវាសំខាន់សម្រាប់នាងក៏ប៉ុន្តែប្រសិនបើគ្មានគេនោះទេវាគ្មានអ្វីសំខាន់លើពីនេះឡើយចឹងហើយបើទោះបីជាយ៉ាងណាក៏ដោយនាងរំពឹងថាពួកគេនឹងអាចឡើងទៅជាមួយនឹងគ្នាហើយនឹងរួមរស់ជាមួយនឹងគ្នាជារៀងរហូតពួកយើងគឺមិនបែកគ្នានោះទេនិយាយចប់វាក៏បានដឹងខ្លួនពីការស្មារតីរបស់គេវិញគេគឺពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ព្រោះតែវាគឺអស់រយៈពេល5ឆ្នាំហើយដែលគេរំពឹងថានឹងមានថ្ងៃនេះទីបំផុតថ្ងៃនេះគឺបានមកដល់ហើយរពីនោះមកសាច់រឿងក៏បានកាត់បង្ហាញអំពីអ្នកផ្សេងទៀតដែលយើងបានឃើញថាឥឡូវហ្នឹងពួកគេកំពុងតែរៀបចំខ្លួនយ៉ាងស្អាតខ្លាំងមែនទែនដើម្បីត្រៀមខ្លួនឡើងទៅកាន់កំពូលប៉មខាងលើក៏ព្រោះថាដោយយើងបានដឹងស្រាប់អញ្ចឹងថាម្នាក់គេឡើងតណៃហើយគេស្ទើរតែហ៊ាននៅលើមេឃលើកំពូលប៉មអត់មានមកហ៊ានផ្ទាល់ដីអីទៀតទេចឹងហើយមុនពេលឡើងទៅហ្នឹងគឺថាម្នាក់រៀបចំខ្លួនឡើងស្អាតខ្លាំងមែនទែនភ្លឹងហ្មងមើលតែឈុតពួកគេពាក់ទៅគឺថាឡើងអែមស្រែមកដោយ princess ចឹងនិយាយទៅដូចប្រេងច្បត់ជីសេះសចឹងខណៈពេលហ្នឹងដែរយើងបានឃើញថាអាកូន Julius ហាក់ដូចជាសេតខ្លាំងមែនទែនថ្ងៃគេអបអរសាទររីករាយប៉ុណ្ណាណីមើលមុខឡើងងាប់មកមុខគេនេះដល់តែពេលឃើញចឹងអូន Colette ផងយើងក៏បានចូលទៅសួរគេថាម៉េចហើយមិនបានសេតម៉េះមុខងាប់ម៉េះថ្ងៃសប្បាយរីករាយមួយទាំងមូលមិនគួរណាធ្វើមុខងាប់ចឹងសោះវាមិនសមលីចឹងអាកូន Julius ផងយើងក៏បានស្រែកបានទំហឹងហ្មងស្ងាត់មាត់កុំញ៉ៃចាញ់ឲ្យលឿនណាខ្ញុំចង់នៅម្នាក់ឯងពុំសេតផងចាប់លោបលើហ្នឹងសយមែនអញថ្ងៃនេះពងសិនបាត់ផងឥឡូវមកពោក្បាលទៀតចង្រៃមែនជាមួយនឹងគ្នានោះលីហាណាក៏បានប្រាប់ទៅកាន់ Colette ថាកុំឲ្យទៅញ៉ៃជាមួយអូន Julius នឹងអីក៏ព្រោះតែពួកគេហ្នឹងគឺសុទ្ធតែទទួលបានការអញ្ជើញពីថ្នាក់លើដើម្បីឲ្យពួកគេចូលទៅកាន់ក្រុមរបស់ខ្លួនក៏ប៉ុន្តែចម្លើយឯតែ Julius ម្នាក់ប៉ុណ្ណោះគឺគ្មាននរណាអញ្ជើញគេនោះទេជាងអីបានជាមួយទៅកាន់គេនៅពេលនេះគឺសេតយកចឹងឯងកន្លែងមកខាងទៀតជាមួយនឹងគ្នានោះយើងក៏បានឃើញថា Will គឺអត់បាននៅជាមួយនឹងពួកគេនោះទេក៏ព្រោះតែគេគឺត្រូវបានលពូជើងដៃហាមកជួបដើម្បីទទួលយកដាវថ្មីរបស់គេដែលគាត់បានរៀបចំឲ្យអញ្ចឹងណាហើយដាវលើកនេះគឺថាលយខ្លាំងមែនតើគាត់គឺបានធ្វើវាយ៉ាងសម្រិតសម្រាំងនិងល្អឥតខ្ចោះលើកនេះគឺធានាថាមិនបាក់ទៀតនោះទេមិនតែប៉ុណ្ណោះគាត់ថែមទាំងបានបន្ថែមនៅត្បូងគ្រីស្តាល់វេទមន្តមួយបន្ថែមទៀតផងដើម្បីជួយពង្រឹងនៅសមត្ថភាពរបស់វាក៏ដូចជាធ្វើឲ្យវាអាចទប់ទល់រងការវាយប្រហារពីថាមពលវេទមន្តក៏ដូចជាស្រូបយកនៅថាមពលវេទមន្តមកប្រើប្រាស់បានល្អជាងមុនចឹងហើយយើងសង្ឃឹមតែឯងនឹងមិនធ្វើឲ្យដាវមួយនេះបាក់ទៀតចុះក៏ព្រោះតែដាវមុនហ្នឹងក៏យើងសង្ឃឹមដែរថាវាមិនបាក់នោះទេតែចុងក្រោយវានៅតែបាក់តតែបានហើយណាស់ហើយមិនអីទេជឿដឹងថាទំនួលខុសត្រូវរបស់ឯងគឺធំធេងចឹងហើយរឿងដែលឯងត្រូវឆ្លងកាត់នឹងជួបប្រទះក៏វាមិនទូចដែរចូលប្រើវាឲ្យល្អតាមតែឯងធ្វើបានចុះយើងសង្ឃឹមថាឯងនឹងចូលចិត្តវាឬចឹងតួឯប្រុសរបស់យើងក៏បានអរគុណទៅកាន់គាត់ហើយក៏បានសួរអំពីតម្លៃថាតើដើរថ្មីមួយនេះតើថ្លៃប៉ុន្មានទៅនិយាយបដាទឹកមុខផងគេរៀងស្លេកបដាមើលទៅដូចថោកទេក
ក៏ប៉ុន្តែភ្លាមហ្នឹងក៏សប្បាយចិត្តមកវិញដោយសារតែពូជើងដៃក៏បាននិយាយទៅកាន់គេហើយមិនអីទេអាកូនដើមមួយនេះទុកថាយើងជូនជាកាដូសម្រាប់ឯងចុះក៏ព្រោះតែឯងគឺបានជួយសង្គ្រោះជីវិតរបស់មនុស្សគ្រប់គ្នានៅក្នុងទីក្រុងទាំងមូលចឹងហើយចាត់ទុកថាវាគឺជាទឹកចិត្តតិចតួចរបស់ពួកយើងដែលឲ្យទៅកាន់ឯងទៅចុះមិនអីនោះទេរួចពីនោះមកជាក៏បានឃើញថាគេក៏បានប្រញាប់ប្រញាល់ចាក់ចៃពីទីនេះដើម្បីទៅជួបជុំគ្នាដើម្បីធ្វើការឡើងតំណែងឆ្លងកាត់ពីទីនេះទៅកាន់ប៉មខាងលើភ្លាមអ្នកគ្រូស្អាតក៏បាននិយាយសូមស្វាគមន៍ទៅកាន់សិស្សទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃលៀបថ្ងៃជ័យរបស់អ្នកទាំងអស់គ្នាចឹងហើយមិនចាំបាច់ភ័យនោះទេពួកយើងនឹងបន្តដំណើរទៅចាប់ផ្ដើមជីវិតថ្មីទាំងអស់គ្នានិយាយរួចទ្វារនៃប៉មវេទមន្តក៏បានបើកឡើងហើយក្តីសង្ឃឹមរបស់អ្នករាល់គ្នាក៏ចាប់ផ្ដើមមានកាន់តែខ្លាំងផងដែរពួកគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនម្នាក់គឺបានត្រៀមខ្លួនរួចជាស្រេចទៅហើយនៅក្នុងការបន្តដំណើរឡើងទៅកាន់កំពូលប៉មតាមក្តីស្រមៃរបស់គេមួយនេះនៅពេលចូលមកដល់ខាងក្នុងអ្នករាល់គ្នារៀងស្រឡាំងកាំងបន្តិចក៏ព្រោះតែមើលទៅដូចជាគ្មានអ្វីទាំងអស់ជុំវិញនេះគឺងងឹតស្លុបតែម្ដងក៏ប៉ុន្តែភ្លាមនោះក៏ស្រាប់តែអ្នកគ្រូស្អាតរបស់យើងក៏បានបញ្ចេញនូវវេទមន្តរបស់គាត់ចាប់ដើមធ្វើឲ្យទីនេះរង្គើឡើងបន្តិចម្ដងរួចក៏បានបញ្ជូនពួកគេឡើងមកកាន់ជាន់ខាងលើដែលជាន់នេះដែរគឺជាជាន់ទី1នៅពេលឡើងមកដល់ជាន់មនីភ្លាមម្នាក់គឺពិតជារំភើបខ្លាំងមែនទែនក៏ព្រោះតែទស្សនវិជ្ជានៅទីនេះគឺប្រៀបបើដូចជាឋានសួគ៌តាមក្តីសម័យរបស់ពួកគេអញ្ចឹងវាសឹងតែថាស្រស់ស្អាតជាងអ្វីដែលពួកគេបានគិតទៅទៀតទីនេះគឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះស័ក្តិសមជាប៉មវេទមន្តតាមការកោតសរសើររបស់មនុស្សគ្រប់គ្នាពិតមែនភ្លាមនោះអ្នកគ្រូសាស្ត្រក៏ចាប់ផ្ដើមនិយាយបន្តសូមស្វាគមន៍អ្នករាល់គ្នាដែលបានឡើងមកដល់ជាន់ទី1នៃប៉មវេទមន្តមួយនេះក៏ប៉ុន្តែមុនពេលសប្បាយចិត្តជាមួយនឹងអ្វីដែលអ្នករាល់គ្នាបានឃើញខ្ញុំសូមធ្វើការណែនាំអំពីគោលការណ៍ខ្លះក៏ដូចជាគោលការណ៍មួយចំនួនដែលអ្នករាល់គ្នាត្រូវធ្វើនៅលើប៉មវេទមន្តមួយនេះជាមុនសិនដំបូងឡើយអ្នករាល់គ្នាត្រូវដឹងថាទីនេះមិនមែនជាកន្លែងសម្រាប់អ្នករាល់គ្នាឡើងមកសើចសោកនោះទេវាគឺជាកន្លែងមួយដើម្បីជួយពង្រឹងនូវសមត្ថភាពនិងអភិវឌ្ឍនូវ skill ថ្មីរបស់អ្នករាល់គ្នាឲ្យកាន់តែប្រសើរនិងខ្លាំងក្លាជាងមុនចឹងហើយការដែលអ្នករាល់គ្នាអាចបន្តរស់នៅទីនេះឬមួយក៏អត់នោះវាគឺអាស្រ័យទៅលើអ្នករាល់គ្នាឯងត្រូវចាំថាការខំប្រឹងកាន់តែខ្លាំងការទទួលផលមកវិញក៏កាន់តែច្រើនផងដែរចឹងហើយស៊ូឡើងទាំងអស់គ្នានិយាយរួចចិនតាមួយក៏បានបង្ហាញខ្លួនចេញមកនិងបានអញ្ជើញពួកគេចូលទៅខាងក្នុងនៅពេលមកដល់ខាងក្នុងជាបានឃើញថាម្នាក់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនអ្នកខ្លះធ្វើនេះធ្វើនោះទៅតាមអីដែលពួកគេចង់ហើយបើ collect ផងយើងវិញណាគឺថា strike ផងច្រៀងផងរាំផងពេញនឹងតែម្ដងនិយាយទៅនេះស្ទើរតែមិនជឿនឹងផ្នែកសោះថាទីនេះគឺវាស្រស់ស្អាតដល់ថ្នាក់ហ្នឹងចឹងហើយគឺតូបចិត្តអត់បានទេនេះសូម្បីតែលីហាណាដែលជាមនុស្សសេរុំទុំសភាពរៀបសារមើងម៉ាត់កន្លងមកហ្នឹងក៏តូបចិត្តអត់បានដែរនៅពេលឡើងមកដល់ទីនេះភ្លាមគឺថាស្ទុះភ្លាមហ្មងទៅហល់របស់ញ៉ាំមកឃើញតំណងពេកឈូតចឹងដឹងតែឆ្ងាញ់ហ្មងក៏ប៉ុន្តែមានតបបានញ៉ាំអីទេក៏ត្រូវបានគេចាប់ទៅវិញដោយសារពេលនេះមិនមែនជាពេលញ៉ាំទេគឺដល់ពេលដែលពួកគេត្រូវទៅជុំគ្នាវិញហើយអត់មានមកញ៉ាំអីពេលហ្នឹងទេឃើញចឹងអ្នកផ្សេងទៀតក៏ហួសចិត្តដែរដោយសារតែដើរបានឃើញលីហាណាបញ្ចេញចរិតខ្ជូតចឹងចេញមកខណៈពេលកំពុងតែហួសចិត្តជាមួយនឹងគ្នាឯហ្នឹងក៏ស្រាប់តែស៊ីអនក៏បាននិយាយឡើងណែកុំតន់សប្បាយចិត្តខ្លាំងពេកទីនេះមិនមែនជាកន្លែងរីករាយដូចអ្វីដែលពួកឯងគិតនោះទេលឺចឹងទួយផាផាន់យើងគឺពិតជាឆ្ងល់ខ្លាំងមែនតើនឹងថាប៉ាស៊ីអនហ្នឹងចង់មានន័យថាមិនឲ្យប្រកាសទេខណៈពេលសួរទៅកាន់គេថាតើគេចង់មានន័យថាមិនឲ្យប្រកាសហ្នឹងក៏ស្រាប់តែគេក៏លេចឃើញទឹកមុខអ្នកផ្សេងទៀតដែលនៅជុំវិញនេះពួកគេមើលទៅហាក់ដូចជាមើងម៉ាត់ខ្លាំងមែនតើដែលបានដឹងថាប្រសិនបើពួកគេគ្មានសមត្ថភាពនោះទេអ្នកដែលត្រូវជំរុះចេញគឺជាគេឯងចឹងហើយម្នាក់គឺអត់មានលេងសើចទេឡើងមកដល់ទីនេះគឺកាន់តែមើងម៉ាត់ជាងមុនទៅទៀតជាពិសេសនេះគឺអូនជូលៀផងយើងផ្ទាល់តែម្ដងនៅក្រោមខឹងអត់តន់អស់ចិត្តឡើងមកដល់កំពូលប៉មប៉ុណ្្នឹងឯងក៏នៅតែខឹងទៀតនិយាយទៅអត់អស់ចិត្តសោះហេតុអីបានជាអត់មានអ្នករើសខ្ញុំអញ្ចឹងហេតុអីទៅ Say what និយាយបដាក៏មួម៉ៅបដាថាប្រហែលជាវាដោយសារតែទូឯប្រុសផងយើងឯងដោយសារតែកន្លងមកគេតែងតែធ្វើបាបទូឯប្រុសផងយើងអញ្ចឹងឯងបានជា Every ដែលមានធាតុកកដូចជាគេហ្នឹងអត់ជ្រើសរើសយកខ្លួនធ្វើជាកូនសោះហឺខឹងខ្លាំងមែនទេរួចពីនោះអ្នករាល់គ្នាក៏ត្រូវបានកោះហៅឲ្យទៅជួបជុំគ្នានៅក្នុងសាលប្រជុំនៅពេលមកដល់ទ្វារក៏បានបើកដែលបានឲ្យពួកគេដើរចូលទៅខាងក្នុងហើយនៅពេលដែលបានចូលទៅដល់ខាងក្នុងពួកគេក៏បានឃើញនូវទស្សនវិជ្ជាថ្មីមួយផ្សេងទៀតភ្លាមហ្នឹងក៏លេចឡើងនៅប្រមុខថ្នាក់ដឹកនាំកម្ពុជាជាច្រើនក៏បានបង្ហាញខ្លួនឡើងនៅក្នុងសាលប្រជុំមួយនេះជាមួយនឹងគ្នាក៏មាននៅប្រមុខថ្នាក់ដឹកនាំផ្សេងទៀតដែលនៅកម្រិតក្រោមក៏បានមកជួបជុំគ្នាផងដែរជាពិសេសនោះគឺជាបារម្ភម្នាក់ដែលមានឈ្មោះថាហាឡុនគេគឺជាប្រធាននាយកស្ថាននៃអ្នកគ្មានពណ៌ឬមួយក៏អ្នកដែលមិនត្រូវបានគេជ្រើសរើសទីទៀតយើងនឹងដឹងហើយថាអ្វីទៅគឺជាអ្នកគ្មានពណ៌ហើយអ្វីទៅគឺជាអ្នកដែលមិនត្រូវបានគេជ្រើសរើសនិយាយបានតែប៉ុណ្នេះក៏ស្រាប់តែភ្លាមហ្នឹង
វត្តមានរបស់ Magic Wonder ទាំង4រូបរបស់យើងក៏បានបង្ហាញខ្លួនចេញមកដែលរួមមានដូចជា Avril សមត្ថភាពនៅក្នុងការប្រើប្រាស់នៅធាតុទឹកកក Zio មានសមត្ថភាពនៅក្នុងការប្រើប្រាស់នៅធាតុរន្ទះ Carrot មានសមត្ថភាពនៅក្នុងការប្រើប្រាស់ធាតុភ្លើងហើយនៅចុងក្រោយគេនោះគឺជា Elena មានសមត្ថភាពនៅក្នុងការប្រើប្រាស់ Illusion ដែលជាការបំភាន់ឬមួយក៏ការស្មើសម័យនឹងឯងនៅពេលមកដល់ភ្លាមពួកគេក៏បាននិយាយសំណេះសំណាលជាមួយនឹងសិស្សទាំងអស់គ្នាក៏ដូចជារាយរាប់អំពីទូនាទីនិងមុខងាររបស់គេនៅលើប៉មមួយនេះដែលថាក្រុមរបស់ពួកគេគឺជាក្រុម Magic Wonder មានទូនាទីនៅក្នុងការថែរក្សាការការពារទៅកាន់អាណាចក្រទាំងមូលនិយាយរួចគេក៏បានប្រកល់ទូនាទីមួយនេះឲ្យទៅកាន់អ្នកគ្រូសាស្ត្ររបស់យើងវិញដើម្បីឲ្យគាត់និយាយបន្តភ្លាមអ្នកគ្រូសាស្ត្រក៏បានប្រកាសជាមួយនឹងគ្នានេះ Magic Wonder របស់យើងក៏មាននៅសំណើមួយផងដែរដែលពួកគេម្នាក់គឺបានសម្រេចនៅក្នុងការជ្រើសរើសនៅសិស្សឆ្នាំដើម្បីធ្វើជាកូនសិស្សផ្ទាល់ខ្លួនរបស់ពួកគេដែលនេះចំពោះពណ៌ដែលត្រូវបានបង្ហាញនៅលើឯកសណ្ឋានរបស់អ្នករាល់គ្នាគឺបានបញ្ជាក់អំពីធម៌ពលឋានៈទូនាទីនិងមុខងាររបស់ពួកគេម្នាក់ទៅតាមអ្វីដែលត្រូវបានជ្រើសរើសនិយាយចប់ឯកសណ្ឋានរបស់ពួកគេក៏ចាប់ផ្ដើមផ្លាស់ប្ដូរទៅតាមអ្វីដែលពួកគេបានទទួលហើយជាមួយនឹងគ្នានោះ Magic Wonder របស់យើងក៏ចាប់ផ្ដើមធ្វើការជ្រើសរើសសិស្សឆ្នាំដើម្បីមកធ្វើជាកូនសិស្សផ្ទាល់ខ្លួនរបស់គាត់ដូចគ្នាដែលពួកគេទាំងនោះរួមមានដូចជា Sion, Liana, Wignall និង Coletteនិងចំណែកអ្នកដទៃទៀតក៏ត្រូវបានជ្រើសរើសទៅតាមមុខងារផ្សេងៗចឹងទៅក៏ប៉ុន្តែចម្លែកអីនៅក្នុងក្រុមរបស់ពួកគេគឺមាន2នាក់មិនត្រូវបានគេជ្រើសរើសនោះទេដែលនៅក្នុងនោះគឺមាន Will ដែលជាតួឯកប្រុសរបស់យើងហើយនឹងម្នាក់ទៀតគឺជាអាក្អូន Julia នឹងឯងដល់តែពេលអញ្ចឹងអាក្អូន Julia គឺពិតជាខឹងខ្លាំងមែនទែននេះបើសិនជាគេមិនជ្រើសរើសយក Will វាសមឯងដោយសារតែគេមិនអាចប្រើប្រាស់នៅវេទមន្តបានក៏ប៉ុន្តែចម្លែកអីគេវិញនេះគេគឺជាអ្នកដែលប្រើប្រាស់នៅវេទមន្តទឹកកកខ្លាំងជាងគេនៅឯជាន់ខាងក្រោមហើយបើចាំមកដល់ទីនេះអត់មានអ្នកជ្រើសរើសយកគេអញ្ចឹងសេរឿងក៏បានកាត់ទៅមុននេះបន្តិចជាបានឃើញថាមូលហេតុដែលកូន Julia ហ្នឹងអត់ត្រូវបានគេជ្រើសរើសដោយសារតែអ្នកប្រើប្រាស់វេទមន្តទឹកកកគឺមានតែម្នាក់ប៉ុណ្ណោះគឺ Avril តែវិស័យអីនៅក្នុងចិត្តផាន់ Avril គឺតោកសម្រាប់តែ Will ម្នាក់ប៉ុណ្ណោះចឹងហើយគេអត់ចង់ទទួលតែគេធ្វើជាកូនសិស្សមកប្រហាត់បរៀនអីច្រើនទេគឺនាងចង់បានតែ Will ម្នាក់ប៉ុណ្ណោះឲ្យមិនអីក្បែរនាងមើលតានេះមើលស្មោះស្នេហាដែលនាងសរសេរឲ្យ Will គឺថយច្រើនខ្លាំងមែនតើក៏ឡើងដូចភ្នំចឹងហើយបើថាកន្លែងដេកគេវិញណាគឺសិតតែរូប Will ហ្មងតុក្កតាហ្នឹងគឺថាស្នេហាស្មោះស្ម័គ្របដ ாய் ហ្នឹង Nice. ត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញបន្ទាប់ពីត្រូវបានជ្រើសរើសក៏ដូចជាតាក់តែងនៅដំណើររៀងខ្លួនហើយហ្នឹងចន្ទើជាច្រើនក៏បានលេចឡើងមកដើម្បីទទួលពួកគេឡើងទៅកាន់ផ្នែកនីមួយៗដែលត្រូវបានជ្រើសរើសនៅក្នុងនោះយើងបានឃើញថាក្រៅពីក្រុមរបស់ពួកគេដែលរួមមានដូចជា Will និង Julia ដែលមិនទទួលបាននៅដំណើរអ្វីសោះហ្នឹងក៏មានសិស្សមួយចំនួនទៀតដូចជាពួកគេដែរចឹងហើយកុំឲ្យថាពួកគេលំអៀងនិងអាត្មានិយមតែការសិស្សថ្មីពួកគេក៏បានសម្រេចបង្កើតនូវការសាកល្បងមួយដើម្បីឲ្យអ្នកទាំងអស់គ្នានឹងធ្វើការសាកល្បងប្រសិនបាននរណាម្នាក់នៅក្នុងចំណោមពួកគេអាចឆ្លងកាត់នូវការសាកល្បងមួយនេះបានគេម្នាក់នោះគឺនឹងត្រូវបានតាក់តែងជាសិស្សឆ្នាំរបស់ Magic Wonder ដែលនៅសល់ម្នាក់ដែលមិនទាន់បានជ្រើសរើសនៅសិស្សផ្ទាល់ខ្លួនដែលនាងគឺជា Avril និយាយចប់ការសាកល្បងក៏បានចាប់ផ្ដើមនេះជាបានឃើញថាភ្លាមហ្នឹងក៏លេចឡើងនូវវត្តមានរបស់កងទ័ពថ្មមួយចំនួនក៏បានបង្ហាញខ្លួនឡើងនៅទីនេះឃើញចឹងម្នាក់ក៏ព្យាយាមទប់ទល់គ្រប់សពបែបយ៉ាងទៅតាមអ្វីដែលពួកគេអាចធ្វើទៅបានអ្នកខ្លះវាយផងរត់ផងស្រ័យផងយំផងធ្វើអ្វីក៏ដោយឲ្យតែបានរស់សិនពួកគេក៏បានដឹងដែរថាបើសិនទាំងអស់នេះថាបពោវេទមន្តគឺអត់បានផលអ្វីទៅកាន់ពួកវាទេពួកវាគឺពិតជារឹងមាំតាន់ខ្លាំងមែនទែនម្នាក់ត្រូវបានអាបីសាច់ហ្នឹងវាយឡើងខ្ទប់អស់ហើយនេះនៅក្នុងចំណោមពួកគេទាំងអស់គ្នាហ្នឹងគឺមានតែជូលៀម្នាក់ប៉ុណ្ណោះដែលមានសមត្ថភាពអាចចាត់ការទៅកាន់បិសាចមួយនឹងបានឃើញចឹងប្រមុខថ្នាក់ដឹកនាំផ្សេងទៀតក៏បានគិតថាអីមកជាក្មេងប្រុសម្នាក់នេះមិនស្ថិតនៅក្នុងការជ្រើសរើសអញ្ចឹងក៏ព្រោះតែសមត្ថភាពរបស់គេគឺវាខ្លាំងក្លាលើសលប់ទៅហើយនៅក្នុងអាយុរបស់គេនេះតែមិនបានជាអត់ត្រូវបានជ្រើសរើសដល់ពេលចឹងអត់យល់បដ ாய் ឃើញចឹងអាកូនជូលៀក៏ចាប់ផ្ដើមបានចិត្តភ្លាមថាពេលនេះគេស្ថិតនៅក្នុងការចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាទីបំផុត Avril ប្រកាសជាយកភ្នែកមើលគេមិនខានហើយខ្លួននឹងខ្លាចជាសិស្សពេញសិទ្ធិរបស់នាងតែម្នាក់គត់កំពុងតែសប្បាយអបដាអីបដាហ្នឹងក៏ស្រាប់តែកលេសទៅឃើញទឹកមុខរបស់ Avril ដែលបានងាកបុកចេញពីគេភ្លាម
ในขนมตุ่มรงสเอาเพิ่มเกคลังเหมือนเดิมก็เพราะแต่ออนจูเลียนะคือจะสไตร์สลับรัวระบาเวียได้เชื่อมโดยเจตี้สไลน์ผ่านเนียงจังไงบ่ตัวจะคลังดาวของเรนนาเด็ดก่อนเนียงอัดควาได้ใหญ่เต้คือถ้าเคยมกซับดาวจะอังมองชิมวนគ្នាកន្លែងមកខាងទៀតជាកបានឃើញថាវាក៏កំពុងតែរកវិធីសាស្ត្រដើម្បីទប់ទល់ជាមួយនឹងបិសាចមួយនេះដូចគ្នាដែលដំបូងឡើយគេមិនទាន់ធ្វើការវាយប្រហារទៅកាន់វាភ្លាមនោះទេដែលសង្កេតមើលនៅស្ថានភាពជាមុនសិនថាតើចំណុចខ្សោយរបស់វាមាននៅត្រង់ណាខ្លះដែលបែបនេះគឺបច្ចុប្បន្នធ្វើឲ្យអូនជូលៀផងយើងគឺពិតជាបានចាត់ខ្លាំងមែនទែនគេគិតថាវាអាចទប់ទល់ជាមួយនឹងបិសាចមួយនេះបានទេចឹងហើយទុកឲ្យគេវិញតែអ្នកដឹងបានដឹងភ្លាមហ្នឹងវាក៏បានដកយកនៅវ៉ែនតាដែលអេហ្វរីបានប្រកល់មកឲ្យខ្លួនមកពាក់សាជាថ្មីនឹងចាប់ផ្ដើមទាញដាវរបស់ខ្លួនចេញមកនឹងបាននិយាយខ្សឹបខ្សឹបថាខ្ញុំឡើងមកដល់ទីនេះគឺពឹងពាក់ទៅលើសមត្ថភាពរបស់ខ្ញុំចឹងហើយនៅថ្ងៃនេះខ្ញុំនឹងធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនេះទទួលស្គាល់អំពីសមត្ថភាពរបស់ខ្ញុំនឹងប្រើដាវមួយនេះដើម្បីកម្ចាត់នូវសត្រូវរបស់ខ្ញុំគ្រប់ទីហើយនឹងប្រើជើងទាំងគូរបស់ខ្ញុំនេះដើរទៅរកនាងអេហ្វរីនិយាយរួចគេក៏បានស្ទុះយ៉ាងលឿនសម្ដៅទៅកាន់បិសាចមួយនោះដែលបានប្រើប្រាស់ត្រឹមតែមួយស្នៀតតែប៉ុណ្ណោះក៏បានធ្វើឲ្យវាដាច់ខ្លួនជាពីរនិងស្លាប់នៅនឹងកន្លែងទស្សនវិជ្ជាមួយនេះគឺបច្ចុប្បន្នធ្វើនៅទីនេះគឺភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ព្រោះតែជាមួយនឹងល្បឿននិងកម្លាំងដែលមិនធ្លាប់មានមួយនេះវាគឺពិតជាអស្ចារ្យខ្លាំងពេកហើយវាមិនធ្លាប់មាននោះទេដែលនរណាម្នាក់អាចចាត់ការទៅកាន់បិសាចមួយនេះបានត្រឹមតែមួយស្នៀតនៅក្នុងរយៈពេលដ៏ខ្លីបែបនេះជាមួយនឹងកម្លាំងដាវមួយនេះខ្ញុំគិតថាគ្មានរបស់អ្វីអាចទប់ទល់ជាមួយនឹងវាជាប់នោះទេក្មេងប្រុសម្នាក់នេះគឺពិតជាអស្ចារ្យខ្លាំងពេកហើយឃើញចឹងជូលៀក៏ចំណាយភ្លាមដោយគាត់ថាដំណើររបស់ខ្លួនប្រហែលជាត្រូវបានចំនួនដាក់កូនប្រុសវាលនេះហើយចឹងហើយមិនអាចឲ្យរឿងមួយនេះកើតឡើងបាននោះទេគេក៏បានប្រញាប់បញ្ចេញនូវធម៌ពលរបស់ខ្លួនយ៉ាងលឿនវាប្រហារទៅកាន់បិសាចមួយនោះដើម្បីឲ្យអ្នករាល់គ្នាបានឃើញអំពីសមត្ថភាពពិតរបស់គេក៏ប៉ុន្តែដោយសារតែការធ្វើប្រហារមួយនេះក៏បានធ្វើឲ្យដុំតកមួយហោះសម្ដៅទៅកាន់អេហ្វរីដែលបានធ្វើឲ្យគេគឺពិតជាភ័យខ្លាំងមែនទែនភ្លាមនឹងដែរតួឯប្រុសរបស់យើងមិនបង្អង់ពេលយូរនោះទេក៏បាននិយាយឡើង Julius ឲ្យខ្ញុំសុំទៅផងក៏ប៉ុន្តែខ្ញុំសុំខ្ចីវាប្រាសិនហើយនិយាយរួចគេក៏បានស្ទុះទៅរងការវាយប្រហារមួយនោះក៏ដូចជាជួយសង្គ្រោះ Aphria ស្របពេលជាមួយនឹងគ្នាក៏ឆ្លៀតនៅឱកាសមួយនេះទាញយកនៅធម្មពលតកដែលបានបញ្ចេញមកនឹងបញ្ចូលជាមួយនឹងដាវរបស់គេផងដែររួចក៏ចាប់ផ្ដើមបន្តការវាយប្រហារជាមួយនឹងបិសាចទាំងអស់នោះបន្តទៀតប៉ុន្តែមុននឹងចាប់សូមនិយាយតិចអ្នកគ្នាប្រហែលជាឃើញហើយថាពាក្យនេះយ៉ាងវែងតិចសង្ឃឹមថាអ្នកគ្នាអត់លោថាវែងចឹងណាប៉ុន្តែខ្ញុំព្យាយាមលម្អិតសាច់រឿងមកអស់ហើយឡើងទឹកទីគ្មានសល់ហ្មងដោយសារតែភាពនោះអត់មានឡាយវាយគ្នាអញ្ចឹងខ្ញុំព្យាយាមលម្អិតសាច់រឿងឲ្យក្តាប់ទាំងមូលហ្មងហើយមួយវិញទៀតគ្នាយើងភាគមុនគឺមានចង្អល់ច្រើនដែលចង់ដឹងថាវានឹងអាយុប៉ុន្មាន500ឆ្នាំ400ឆ្នាំឬក៏ទៅ10 20ឆ្នាំអីទេកន្លែងហ្នឹងគឺថាខ្ញុំអត់ប្រាប់ទេទុកឲ្យអ្នកគ្នាសួរគ្នាទៅវិញទៅមកទៅខមមិនហ្នឹងចាំកាលដាក់បាច់ទៅបើថាគាត់ខមមិនខ្ជិលខមមិន like ក៏អត់ like អីក៏អត់អីខ្ញុំ set លេងចេញរឿងឲ្យឡើអញ្ចឹង like ម្នាក់មួយខមមិនម្នាក់មួយមកបេះដូងអីក៏បានដែរដើម្បីលើកទឹកចិត្តខ្ញុំហើយបើថាអាចហ្នឹងនេះ QR scan មកបាច់មកថ្លៃកាហ្វេថ្លៃទឹកតែអញ្ចឹងណាហ្នឹងហើយខ្ញុំនិយាយលេងទេបើសិនអ្នកគ្នាមានចិត្តគឺអាច scan QR មួយនឹងបានហ្នឹងហើយខ្ញុំអរគុណទុកមុនហើយមានតែប៉ុណ្្នឹងទេបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ